សូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់និងប្រិយមិត្តអ្នកទស្សនាទាំងអស់មកកាន់សាលស្រាវជ្រាវនិងវិមានអក្សរសិល្ប៍ដ៏មនោរម្យទីនេះគឺ Channel មុនស្នេហ៍អក្សរសិល្ប៍អក្សរសិល្ប៍មិនមែនគ្រាន់តែជាតួអក្សរដែលចារលើនឹងផ្ទាំងក្រដាសឬស្លឹករឹតនោះឡើយប៉ុន្តែវាគឺជាព្រលឹងគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គមវប្បធម៌និងបេះដូងរបស់មនុស្សគ្រប់រូបគ្រប់សម័យកាលនៅពីក្រោយតួអក្សរនីមួយៗតែងតែមានបង្កប់នៅទស្សនវិជ្ជាជីវិតក្តីស្រឡាញ់ភាពឈឺចាប់ការតស៊ូនិងការរើបំរាស់ដើម្បីស្វែងរកពន្លឺដ៏ស្រស់បំព្រងនៅលើវិថីនៃ Channel មុនស្នេហ៍អក្សរសិល្ប៍មួយនេះយើងខ្ញុំនឹងនាំលោកអ្នកធ្វើដំណើរឆ្លងកាត់ពេលវេលាបើកទំព័រប្រវត្តិសាស្ត្រនិងលើកយកនៅរឿងរ៉ាវអក្សរសិល្ប៍ទាំងស្នាដៃបុរាណនិងសម័យទំនើបមកកែច្នៃបណ្ដោះគំនិតនិងរៀបរាប់ជូនក្នុងទម្រង់ជារឿងរ៉ាវដ៏មានរសជាតិលោកអ្នកនឹងបានជួបជុំជាមួយតួអង្គដែលមានជីវិតរស់រវើកឆ្លងកាត់ព្យុះភ្លៀងនៃវណ្ណៈប្រឈមមុខនឹងវិបត្តិស្នេហាការក្បត់និងការលះបង់ដ៏អស្ចារ្យមិនត្រឹមតែផ្ដល់នូវភាពកម្សាន្តនិងការទាក់ទាញចិត្តប៉ុណ្ណោះទេតែរាល់សាច់រឿងដែលដកស្រង់និងនិពន្ធឡើងនៅទីនេះសុទ្ធតែបង្កប់នូវតម្លៃអប់រំសីលធម៌សេចក្តីថ្លៃថ្នូរនិងការលើកកម្ពស់អត្តសញ្ញាណជាតិឲ្យកាន់តែរស់រវើកក្នុងបេះដូងកូនខ្មែរគ្រប់រូបប្រសិនបើលោកអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ខ្លឹមសារនៃពាក្យសម្ដីចូលចិត្តលង់ស្លង់ក៏ក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនិងចង់ស្វែងយល់ពីអាថ៌កំបាំងនៃជីវិតតាមរយៈសិល្បៈតែងនិពន្ធសូមកុំភ្លេចចុច Subscribe Like និង Share Channel មុនស្នេហ៍អក្សរសិល្ប៍ដើម្បីទទួលបាននូវវីដេអូនិងសាច់រឿងថ្មីៗជាបន្តបន្ទាប់សូមអរគុណសម្រាប់ការគាំទ្រនិងការរួមដំណើរជាមួយយើងខ្ញុំតទៅនេះសូមអញ្ជើញលោកអ្នកស្ដាប់និងទស្សនានៅសាច់រឿងដូចតទៅរស្មីព្រះអាទិត្យពណ៌មាសនៃរាជធានីភ្នំពេញបានជះពន្លឺកាត់កញ្ចក់ថ្លាយ៉ាងស្កឹមស្កៃនៃអគារពាណិជ្ជកម្មទំនើបកណ្ដាលក្រុងនៅជាន់ខ្ពស់បំផុតដែលជាការិយាល័យធំទូលាយនិងប្រកបដោយប្រណីភាពមាសស្រីរតស្រីស្អាតវ័យក្មេងដែលមានទម្រង់មុខវៃឆ្លាតនិងម៉ឺងម៉ាត់កំពុងតែឈរពិនិត្យមើលរបាយការណ៍ទីផ្សារគ្រឿងសម្អាងរបស់ក្រុមហ៊ុននាងក្នុងនាមជាប្រធានក្រុមហ៊ុនដ៏ល្បីល្បាញដែលមានសម្រស់ស្រស់សភាលំដាប់អភិជនស្រីរតហាក់ដូចជាមានគ្រប់យ៉ាងដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បានឋានៈទ្រព្យសម្បត្តិនិងកិត្តិយសក្នុងសង្គមប៉ុន្តែនៅពីក្រោយវាំងនិននៃភាពជោគជ័យដ៏ត្រចះច្រងនេះបេះដូងរបស់នាងត្រជាក់ស្រេបនិងហត់នឿយជាខ្លាំងជារៀងរាល់ថ្ងៃនាងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងខាងពាណិជ្ជកម្មដ៏មុតស្រួចនិងសម្ពាធដ៏ធ្ងន់ធ្ងរពីគ្រួសារលោកស្រីកល្យានដែលជាម្ដាយបង្កើតតែងតែរៀបចំជីវិតរបស់នាងឲ្យដើរតាមបន្ទាត់ដែលគាត់គូសទុកជានិច្ចជាពិសេសគឺការព្យាយាមផ្សំផ្គុំនាងឲ្យរៀបការជាមួយឧក្ញាច័ន្ទថនកូនប្រុសអ្នកមានបុណ្យស័ក្តិនៅភ្នំពេញដើម្បីតែពង្រីកឥទ្ធិពលនិងរក្សាកិត្តិយសវណ្ណៈខ្ពង់ខ្ពស់ស្រីរតដកដង្ហើមធំតិចៗនាងមានអារម្មណ៍ថាខ្លួនឯងដូចជាបក្សីក្នុងទ្រុងមាសដែលគ្មានសិទ្ធិសំបីតែជ្រើសរើសផ្លូវដើរឬស្វែងរកក្តីស្រឡាញ់ដ៏ពិតប្រាកដមួយក្នុងពេលជាមួយគ្នានោះដែរនៅឯទឹកដីខេត្តត្បូងឃ្មុំចម្ងាយរាប់រយគីឡូម៉ែត្រពីរាជធានីដ៏ស៊ីវិល័យពិភពលោកមួយទៀតដែលខុសគ្នាស្លាស់កំពុងតែដំណើរការទៅនៅក្រោមការដុតកម្ដៅនៃពន្លឺថ្ងៃត្រង់ដ៏ហួតហែងកំឡោះក្រីក្រម្នាក់រាងកាយមាំមួនសម្បរស្រអែមព្រោះត្រូវកម្ដៅថ្ងៃកំពុងតែដើរតាមហ្វូងក្របីយឺតកាត់វាលស្រែស្ងួតហែងគាត់គឺឃុំបណ្ណាដែតជីវិតរបស់បណ្ណាដែតគ្មានអ្វីក្រៅពីខ្សែកោងនៃភាពលំបាកវេទនានោះឡើយគាត់គឺជាញ៉ាក់ស៊ីឈ្នួលខ្វៀលក្របីឲ្យថៅកែហេងសួរដែលជាថៅកែដីធ្លីញាក់មានប្រចាំភូមិរាល់ថ្ងៃបណ្ណាដែតត្រូវក្រោកពីព្រលឹមស្រងាដេញក្របីទៅវាលរែកទឹកនិងធ្វើការងារធ្ងន់ដើម្បីដោះដូរនឹងកម្រៃបន្តិចបន្តួចយកមកទិញអង្ករនិងថ្នាំសង្កូវមើលថែយាយមីឡាដែលជាម្ដាយចរាមានជំងឺប្រចាំកាយ
សម្រាប់នៅត្រលើក្រែនឹងជួយចិញ្ចឹមបីបែកមុននេះអ្នកបនស្រីបង្កើតដែលទើបតែដឹងក្តីទោះបីជាជីវិតជួបតែភាពក្រក់សត់តោកយ៉ាអាវធ្លីស្មាតាច់ដាច់យ៉ាងណាក៏ដោយប៉ុន្តែបណ្ណាតាជាមនុស្សដែលមានចិត្តធ្ងន់អត់ធ្មត់និងមានសេចក្តីថ្លៃថ្នូរខ្ពស់គាត់មិនដែលរអ៊ូរទាំឬបន្ទោសព្រះព្រំដែលលក្ខវាសនាគាត់ឲ្យធ្លាក់ក្នុងភពជ្រៅនោះឡើយរាល់ពេលដែលគាត់អង្គុយសម្រាកនៅក្នុងដើមឈើទាលធំមួយកណ្ដាលវាលស្រែខ្យល់បក់មកត្រសៀកត្រសៀកប៉ុន្តែដែលតែងតែសម្លឹងមើលទៅជើងមេឃដ៏ឆ្ងាយឆ្ងាយក្នុងចិត្តរបស់កំឡោះញាក់ស្រែរូបនេះតែងតែមានក្តីស្រមៃមួយដ៏ធំធេងគឺការរើបំរាស់ខ្លួនចេញពីនឹមនៃការស៊ីឈ្នួលគេចង់ឲ្យម្ដាយមានថ្នាំជាបាលត្រឹមត្រូវនិងចង់ឲ្យប្អូនស្រីមានអនាគតរុងរឿងដូចជារូបគេដទៃថ្ងៃមួយនោះជំងឺរបស់យាយមាលាបានរើឡើងទម្ងន់ធ្វើឲ្យគាត់ក្អកដង្ហុកស្ទើរដាច់ខ្យល់ប៉ុន្តែដែតភ័យស្លន់ស្លារត់ទៅលុតជង្គង់សុំបើកលួយឈ្នួនមុនពីថៅកែហេងសួរទាំងក្តីអង្វរកប៉ុន្តែអ្វីដែលគាត់ទទួលបានគឺពាក្យសម្ដីមើលងាយនិងការបដិសេធយ៉ាងដាច់អស់ហង្ការភាពក្រីក្របានសង្កត់សង្កិនរូបគាត់រហូតធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃសូម្បីតែស្មើនឹងសត្វធាតុគាត់បានត្រឡប់មកខ្ទង់ទ្រុឌទ្រោមវិញអោបម្ដាយនិងប្អូនស្រីយំក្នុងភាពងងឹតទឹកភ្នែករបស់កំឡោះចិត្តដែកបានហូរស្រក់មកព្រោះតែភាពទាល់ច្រកនៃជីវិតពិភពលោកទាំងពីរនេះម្នាក់រស់នឹងលើកំណរទ្រព្យសម្បត្តិនិងភាពហត់នឿយក្នុងចិត្តឯម្នាក់ទៀតរស់ក្នុងភពជ្រៅនៃភាពក្រីក្រនិងការតស៊ូប្រឆាំងនឹងព្រះចតាកម្មពួកគេទាំងពីររស់នៅក្នុងសង្គមតែមួយតែហាក់ដូចជាស្ថិតនៅលើលំហអាកាសផ្សេងគ្នាដែលគ្មានផ្លូវគ្មានពន្លឺនិងគ្មានហេតុផលណាមួយដែលអាចទាញឲ្យខ្សែជីវិតទាំងពីរនេះរត់មកប្រសពគ្នានោះឡើយប៉ុន្តែព្រះចតាកម្មបានរៀបចំយន្តការរបស់ទ្រង់រួចជាស្រេចហើយព្យុះភ្លៀងដែលហៀបនឹងបោកមកលើជីវិតរបស់ពួកគេទាំងពីរចិត្តចាប់ដើមឡើងហើយពេលវេលាបានកន្លងផុតទៅពី 3-4 ថ្ងៃបន្ទាប់ពីយប់ដ៏ខ្មៅងងឹតនៃភាពទាល់ច្រករបស់គ្រួសារប៉ុណ្ណាដែរដោយសារតែបានឱសថបុរាណនិងការមើលថែយ៉ាងដិតដល់ពីកូនប្រុសកូនស្រីជំងឺរបស់យាយមាលាក៏បានធូរស្រាលបន្តិចឃុំបណ្ណាដែតត្រូវបង្ខំចិត្តលាបទុកសោកទាំងឡាយចូលក្នុងទ្រូងហើយក្រោកឈរវិលត្រឡប់មកធ្វើការងារជាអ្នកស៊ីឈ្នួលខ្វៀលក្របីឲ្យថៅកែហេងសួរវិញទាំងកណ្ដាលថ្ងៃត្រង់ដ៏ក្តៅហួតហែងដើម្បីបន្តដកដង្ហើមជីវិតគ្រួសារទៅមុខទៀតខណៈពេលដែលដែនដីខេត្តត្បូងឃ្មុំកំពុងតែគ្រប់ដណ្ដប់ដោយកម្ដៅថ្ងៃដុតរលនៅលើដងភ្លឺលំក្រាលគ្រោះក្រហមមួយដែលកាត់តាមជាភូមិមានរថយន្តទំនើបពណ៌ខ្មៅរលោងមួយគ្រឿងកំពុងតែបើកបរយឺតបំភាយផ្សែងនិងហុយដីត្រឡោមនៅក្នុងរថយន្តនោះគឺមាសស្រីរ៉ាត់នាងបានសម្រេចចិត្តចាកចេញពីភាពអ៊ូអរនិងសម្ពាធដ៏ថប់ដង្ហើមនៅភ្នំពេញធ្វើដំណើរចុះមកកាន់តំបន់ជនបទនេះផ្ទាល់ដើម្បីស្វែងរកប្រេងរុក្ខជាតិបុរាណនិងគ្រឿងផ្សំធម្មជាតិពីសហគមន៍យកទៅអភិវឌ្ឍផលិតផលគ្រឿងសម្អាងស៊េរីថ្មីរបស់ក្រុមហ៊ុននាងរថយន្តទំនើបបើកបរបានបន្តិចក៏ស្រាប់តែលេចឮសំឡេងរអាក់រអួលចេញពីម៉ាស៊ីនហើយក៏រលត់ងក់កណ្ដាលផ្លូវតែម្ដងទោះបីជាស្រីរតព្យាយាមបញ្ឆេះយ៉ាងណាក៏មិនឆេះដែរអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺកង់ឡានផ្នែកខាងក្រោយបានរអិលធ្លាក់ចូលទៅក្នុងរណ្ដៅភពជ្រៅមួយនៅត្បែរចិញ្ចើមផ្លូវបណ្ដាលឲ្យឡានផ្អៀងចតងក់កម្រាស់ក្លែងរួចស្រីរតបើកទ្វារឡានដាវចុះមកក្រៅទាំងអារម្មណ៍ភ័យព្រួយកម្ដៅថ្ងៃដ៏ក្ដៅហួតហែងប្រៀបដូចជាភ្លើងបានចេះមកលើស្បែកដ៏សោះកជ័យរបស់ប្រធានក្រុមហ៊ុនរូបនេះនាងសម្លឹងមើលទៅជុំវិញខ្លួនគ្មានមនុស្សម្នាក់គ្មានផ្ទះអ្នកស្រុកមានតែព្រៃរបោះនិងវេលស្រែដ៏ធំល្វឹងល្វើយទូរស័ព្ទដៃរបស់នាងក៏គ្មានសេវាសម្រាប់ទាក់ទងទៅជំនួយការឬជាងឡាននៅភ្នំពេញដែរកណ្ដាលវេលរហស្ថានស្រីរតមានអារម្មណ៍អស់សង្ឃឹមទន់ជង្គង់ទឹកភ្នែកចាប់ផ្ដើមស្រកមុខតិច
ព្រោះតែភាពរីរ៉ៃចិត្តនិងភាពកំសត់មានការអីឲ្យខ្ញុំជួយទេអ្នកស្រីសំឡេងគ្រលធ្ងន់និងប្រកបដោយភាពគួរសមបានបន្លឺឡើងពីក្រោយថ្នងរបស់នាងស្រីរតញៀកវឹករកប្រភពសំឡេងទាំងកណ្ដីរំពឹងនៅចំពោះមុខនាងគឺបរោះកំឡោះម្ញាក់សម្បូរស្រអាមរាងកាយខ្ពស់ស្រឡះនិងមានសាច់ដុំមាំមួនទោះជាស្ថិតក្នុងសម្លៀកបំពាក់ចាស់រហែកបន្តិចបន្តួចក៏ដោយគាត់មានកន្សែងក្រមាចម្រុះញើសនៅលើស្មានិងដៃម្ខាងកំពុងតែកាន់ខ្សែគោដេញហ្វូងក្របីនោះគឺបណ្ណាដែតនៅខណៈពេលដែលភ្នែកទាំងពីរគូបានប្រសពគ្នាពេលវេលាហាក់ដូចជាងក់ងើលនិងឈប់ដើរមួយរំពេចបណ្ណាដែតភាំងស្មារតីព្រោះគាត់មិនដែលធ្លាប់បានឃើញមនុស្សស្រីណាដែលមានសម្រស់ស្អាតដាច់គេនិងទន់ភ្លន់ដូចជាស្រីរនពីមុនមកឡើយនាងហាក់ដូចជាទេពអប្សរដែលធ្លាក់ពីលើមេឃចំណែកឯស្រីរតវិញទោះបីជាឃើញបុរសនៅចំពោះមុខជាអ្នកស្រែក្រីក្រប៉ុន្តែខ្សែភ្នែកដ៏មានទំនុកចិត្តភាពស្មោះត្រង់និងគ្មានល្បិចកលរបស់គាត់បានធ្វើឲ្យនាងមានអារម្មណ៍សុវត្ថិភាពយ៉ាងចម្លែកឡានរបស់ខ្ញុំខូចហើយជាប់ផកទៀតខ្ញុំមិនដឹងត្រូវធ្វើម៉េចទេកុំភ័យអីអ្នកស្រីចាំខ្ញុំជួយមើលឲ្យនិយាយរួចបណ្ណាដែតបានចងភួងក្របីទុកនៅក្រោមដើមឈើរួចក៏ដើរមកពិនិត្យមើលកង់ឡានដោយសារតែឡានទំនើបធ្ងន់ពេកទោះជាគាត់ខំប្រឹងរុញម្នាក់ឯងយ៉ាងណាក៏មិនឡើងដែរសាច់ដុំរបស់គាត់ឡើងក៏កម្មញើសហូរស្រក់ដូចទឹកឃើញដូច្នោះបណ្ណាដែតក៏រត់ទៅដេញក្របីឈ្មោះធំមួយក្បាលដែលស្ដាប់បង្គាប់របស់គាត់មកយកខ្សែពួរមកចងភ្ជាប់នឹងក្បាលឡានរួចគាត់ចូលទៅជួយរុញផងនិងបញ្ជាក្របីឲ្យជួយទាញផងដោយសារតែកម្លាំងតស៊ូមិនព្រមចុះចាញ់នឹងការខំប្រឹងទាំងកណ្ដាលថ្ងៃក្តៅជុំក្រោយឡានទំនើបនោះក៏ត្រូវបានទាញឡើងពីក្នុងរណ្ដាលភពបានសម្រេចបណ្ណាដែលដកដង្ហើមធំទាំងហត់នឿយមុខរបស់គាត់ឡើងក្រហមនិងប្រឡាក់ដោយដីភុបពេញខ្លួនស្រីរតឃើញបែបនេះមានចិត្តអាណិតនិងដឹងគុណយ៉ាងខ្លាំងនាងប្រញាប់រត់ទៅយកទឹកសុទ្ធត្រជាក់ពីក្នុងឡាននិងកន្សែងស្អាតមួយមកហុចឲ្យគាត់អរគុណបងខ្លាំងណាស់បើគ្មានបងទេខ្ញុំមិនដឹងជាត្រូវធ្វើម៉េចទេស្រីរ៉ាត់បួលពាក្យអរគុណចេញពីបេះដូងបណ្ណាដែលទទួលទឹកមកផឹកនិងហុចកន្សែងត្រឡប់ទៅវិញទាំងក្តីអៀនព្រានមិនអីទេអ្នកស្រីជួយគ្នាក្នុងគ្រាក្រតែមើលទៅម៉ាស៊ីនឡានដូចជាមានបញ្ហាធ្ងន់បើបើកបន្តទៅទៀតប្រហែលជាគ្រោះថ្នាក់ហើយមេឃក៏ជិតល្ងាចដែរបើអ្នកស្រីមិនយល់ទាស់ទេទៅសម្រាប់នឹងហូបបាយទឹកនៅផ្ទះខ្ញុំសិនទៅចាំស្អែកភ្លឺចាំខ្ញុំជួយរកជាងនៅក្នុងស្រុកមកមើលឲ្យស្រីរតសម្លឹងមើលទៅមេឃដែលចាប់ដើមប្រែពណ៌ក្រហមទុំតិចនាងដឹងថាខ្លួនឯងគ្មានជំរឿផ្សេងឡើយម្យ៉ាងវិញទៀតទឹកចិត្តដ៏បរិសុទ្ធរបស់កំឡុកគ្វាក្របីម្នាក់នេះបានធ្វើឲ្យនាងជឿជាក់ទាំងស្រុងនាងបានងក់ក្បាលយល់ព្រមហើយដើរតាមពីក្រោយបណ្ណាដែតសម្ដៅទៅកាន់ភូមិឋានដ៏ដាច់ស្រយាលដោយមិនដឹងខ្លួនតតែសោះថាជំហានដំបូងនៃការដើរចូលទៅក្នុងភូមិជនបទនេះគឺជាការចាប់ផ្ដើមសរសេរទំព័រជីវិតថ្មីនិងជាចំណងស្នេហាដែលពោពេញដោយភ័យភ្លៀងរវាងនាងនិងបុរសក្រីក្រម្នាក់នេះពន្លឺព្រះអាទិត្យរៀបលិចបានទម្លាក់ខ្លួនចុះពីលើជើងមេឃជាពន្លឺពណ៌ក្រហមទុំស្រទន់គ្របដណ្ដប់លើដំបូលស្លឹកត្រុតត្រោមនៃផ្ទះតូចមួយកណ្ដាលចំការរបស់មៀស្រីរតដើរតាមពីក្រោយឃុំបណ្ណាដែតទាំងអារម្មណ៍ប្លែកថ្មីនេះជាលើកទី1ក្នុងជីវិតរបស់នាងដែលបានឈានជើងចូលមុខក្នុងពិភពលោកដ៏សាមញ្ញនិងខ្សត់ខ្សោយបែបនេះនៅពេលមកដល់ផ្ទះបណ្ណាដែតបានប្រញាប់ប្រញាល់រៀបចំកន្លែងអង្គុយនៅលើគ្រាឈើខាងក្រោមផ្ទះរួចរត់ទៅដងទឹកអណ្ដូងត្រជាក់មកជូនភ្ញៀវកិត្តិយសមុនីនាថអ៊ូនស្រីតូចដែលទើបតែដឹងក្តីឃើញបងប្រុសនាំស្រីស្អាតមកផ្ទះក៏ចូលមកស្វាគមន៍ទាំងក្តីអៀនព្រានចំណែកឯយាយមាលាក៏បានសម្រានក្អកសឹកសួលនៅលើផ្ទះទាំងរូបកាយជរាទោះបីជាផ្ទះរបស់បណ្ណាដែតក្រខាត់សុទ្ធ
គ្មានក៏អីពូកទុនឬម៉ាស៊ីនត្រជាក់ដូចវិមានរបស់នាងនៅភ្នំពេញប៉ុន្តែស្រីរតបែរជាមានអារម្មណ៍កក់ក្ដុយយ៉ាងចម្លែកនៅពេលល្ងាចនោះប៉ុន្តែដែតនិងពួកអ៊ុនស្រីបានដាំបាយកញ្ចប់សាមញ្ញនិងធ្វើម្ហូបស្រុកស្រែមានទឹកគ្រឿងបន្លែអាន់ឡក់ដែលបេះជុំវិញផ្ទះនិងត្រីអាំងដែលគាត់រកបានពីបឹងផ្ទះខ្ញុំក្រលំបាកណាស់អ្នកស្រីមានតែម្ហូបអាហារសាមញ្ញបែបនេះឯងខ្លាចតែអ្នកស្រីពិសាមិនកើតស្រីរត់ញញឹមយ៉ាងស្រទន់នាងបានដួសបាយស្រុកស្រែនោះមកពិសារួចឆ្លើយតបទៅវិញមិនអីទេបងម្ហូបស្រុកស្រែបែបនេះឆ្ងាញ់ណាស់ឆ្ងាញ់ជាងម្ហូបនៅភោជនីយដ្ឋានទំនើបទៅទៀតហើយបងកុំហៅខ្ញុំថាអ្នកស្រីអីហៅខ្ញុំថាស្រីរត់បានហើយពាក្យសម្ដីដកទន់ភ្លន់និងភាពមិនប្រកាន់ខ្លួនរបស់ស្រីរ៉ាត់បានធ្វើឲ្យបេះដូងរបស់ពុនណាដែលទ្រុំជាប់រំជួលយ៉ាងខ្លាំងនៅក្នុងភ្នែករបស់គាត់ស្រីរ៉ាត់មិនត្រឹមតែមានសម្រស់ស្អាតដោយទេពអប្សរប៉ុណ្ណោះទេប៉ុន្តែចិត្តគំនិតនិងទឹកដำសម្ដីរបស់នាងគឺពោរពេញដោយភាពថ្លៃថ្នូរនិងគ្មានការរើតអើងវណ្ណៈបន្តិចណាឡើយក្នុងរយៈពេល2 ទៅ 3 ថ្ងៃបន្ទាប់ឡានរបស់ស្រីរតនៅតែមិនទាន់អាចជួសជុលរួចរាល់ព្រោះត្រូវរង់ចាំគ្រឿងបន្លាពីក្នុងក្រុងស្រីរតមិនបានខឹងសម្បាឬប្រញាប់ប្រញាល់ឡើយនាងបានឆ្លៀតឱកាសនេះដើរសិក្សាពីសហគមន៍ដើម្បីស្វែងរកវត្ថុធាតុដើមសម្រាប់ក្រុមហ៊ុនគ្រឿងសម្អាងរបស់នាងរាល់ថ្ងៃប៉ុន្តែដែលតែតាទទួលភារកិច្ចដើរតាមការពារនិងនាំនាងទៅមើលរុក្ខជាតិបុរាណនិងធម្មជាតិនៅក្នុងភូមិនៅក្រោមដើមឈើធំត្រឈឹងត្រឈៃក្បែរវាលស្រែដ៏ល្វឹងល្វើយពួកគេទាំងពីរបានជជែកគ្នាពីនេះពីនោះបើកចិត្តនិយាយពីជីវិតរៀងខ្លួនស្រីរតបានរៀបរាប់ពីសម្ពាធនៃការធ្វើជាប្រធានក្រុមហ៊ុននិងភាពហត់នឿយដែលត្រូវរស់នៅក្នុងសង្គមហឺហាតែផ្ទុកដោយភាពត្រជាក់ស្រេបចំណែកឯបណ្ណាដែតវិញគាត់បាននិយាយពីក្តីស្រមៃចង់ឲ្យគ្រួសារមានជីវភាពធូរធារនិងចង់រៀនសូត្របន្តដើម្បីផ្លាស់ប្ដូរវាសនាខ្សែភ្នែកដ៏មានទំនុកចិត្តភាពអត់ធ្មត់និងក្តីសង្ឃឹមមិនព្រមចុះចាញ់នឹងព្រះជតាកម្មរបស់បណ្ណាដែតបានដុតរំលាយបេះដូងដែលធ្លាប់តែរឹងរូសរបស់ស្រីរតបន្តិចម្ដងនាងបានឃើញគាត់មើលថែម្ដាយដែលឈឺដោយក្តីកតាញ្ញូឃើញគាត់អបបូនស្រីដោយក្តីស្រឡាញ់និងឃើញទឹកចិត្តដ៏បរិសុទ្ធដែលគាត់មានចំពោះមនុស្សជុំវិញខ្លួនក្របពូជនៃក្តីស្រឡាញ់បានចាប់ផ្ដើមបណ្ដុះឡើងនៅក្នុងបេះដូងនៃអ្នកទាំងពីរដោយមិនដឹងខ្លួនវាជានិស្ស័យស្នេហ៍ដែលកើតឡើងមិនមែនដោយសារទ្រព្យសម្បត្តិឬឋានៈបុណ្យស័ក្តិគឺកើតឡើងដោយសារការយល់ចិត្តនិងការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកនៅយប់ចុងក្រោយមុនពេលដែលឡានរបស់នាងចុះចូលរស់ក្រល់ស្រីរតបានអង្គុយមើលផ្កាយនៅលើមេឃដ៏សែនឆ្ងាយជាមួយបណ្ណាដែតនៅខាងមុខផ្ទះខ្យល់អាកាសបរិសុទ្ធនៃជនបទបក់មុលវើយនាំមកនៅក្លិនផ្កាព្រៃក្រអ៊ូប្រហាស្រីរតសម្លឹងមើលមុខបណ្ណាដែតរួយពោលក្នុងចិត្តទាំងក្តីបារម្ភតើវាសនានឹងអនុញ្ញាតឲ្យខ្ញុំរក្សាក្តីសុខដ៏សាមញ្ញមួយនេះបានយូរប៉ុណ្ណាតើពិភពលោកដ៏ធំធេងខាងក្រៅនឹងព្រមទទួលយកស្នេហាដែលគ្មានខ្នាតមួយនេះដែរឬទេទោះបីជាដឹងថាផ្លូវខាងមុខអាចនឹងពោរពេញដោយភៀវភ្លៀងនៃវណ្ណៈសង្គមប៉ុន្តែនៅក្នុងជម្រៅចិត្តរបស់ស្រីស្អាតលំដាប់អភិជនរូបនេះនាងបានសម្រេចចិត្តរួចជាស្រេចហើយថានឹងមិនភ្លាក់ឲ្យបរិសុទ្ធស្មោះត្រង់ម្នាក់នេះរបូតចេញពីជីវិតរបស់នាងឡើយពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមបានត្រឡប់មកវិញម្ដងទៀតប៉ុន្តែបរិយាកាសនៅផ្ទះតូចរបស់ឃុំបណ្ណាដែតហាក់បីដូចជាមានភាពស្ងប់ស្ងាត់និងប្រកបដោយក្តីអាឡោះអាល័យយ៉ាងចម្លែកថ្ងៃនេះជាថ្ងៃដែលរថយន្តរបស់មាសស្រីរតបានជាងជួសជុលរួចរាល់ទាំងស្រុងហើយក៏ជាថ្ងៃដែលនាងត្រូវធ្វើដំណើរត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញដើម្បីបន្តភារកិច្ចជាប្រធានក្រុមហ៊ុនគ្រឿងសម្អាងនៅក្បែរឡានទំនើបដែលចតនៅចិញ្ចើមផ្លូវលំស្រីរតឈរមើលបណ្ណាដែតទាំងខ្សែភ្នែកស្រទុំក្នុងរយៈពេលប៉ុន្មានថ្ងៃដែលបានរស់នៅនិងដើរឆ្លងកាត់វាលស្រែចម្ការជាមួយកំឡោកខ្វៀលក្របីរូបនេះនាងបានដឹងច្បាស់ថានាងមិនអាចដកចិត្តចេញពីភាពស្មោះត្រង់និងភាពកក់ក្ដៅរបស់គាត់បានឡើយមុនពេលនឹងឈានជើងចូលឡាន
ស្រីរតបានសម្រេចចិត្តដើរទៅជិតបណ្ណាដែតនាងសម្លឹងមើលចំកែវភ្នែកដ៏មានតម្លៃរបស់គាត់រួចពូលពាក្យសារភាពចេញពីបេះដូងទាំងសំឡេងស្រទន់បងដែតរយៈពេលប្រហែលថ្ងៃនេះវាជាពេលវេលាដែលមានន័យបំផុតក្នុងជីវិតរបស់ខ្ញុំដឹងថាពិភពលោករបស់ខ្ញុំទាំងពីរខុសគ្នាប៉ុន្តែបេះដូងរបស់ខ្ញុំបានធ្លាក់ទៅលើបងបាត់ទៅហើយខ្ញុំមិនខ្វល់ថាបងជាអ្នកខ្វៀលក្របីឬក្រខ្សត់យ៉ាងណាទេអ្វីដែលខ្ញុំត្រូវការគឺភាពស្មោះត្រង់របស់បងតែមួយគត់តើបងព្រមទទួលយកក្តីស្រឡាញ់ពីមនុស្សស្រីម្នាក់នេះទេពាក្យសម្ដីសារភាពដ៏ត្រង់របស់ស្រីរតប្រៀបដូចជារន្ទះបាញ់ចំកណ្ដាលបេះដូងរបស់បណ្ណាដែតគាត់ឈរភាំងរារឹកចិត្តជាខ្លាំងក្នុងទ្រូងរបស់គាត់ផ្ទុកទៅដោយការតស៊ូគ្នាយ៉ាងខ្លាំងរវាងតតភាពនិងមโนសញ្ចេតនាគាត់ដឹងខ្លួនឯងច្បាស់ថាគាត់ត្រឹមតែជាអ្នកស៊ីឈ្នួលគេអាវដាច់គ្មានឋានៈអនាគតងងឹតសួនឈឹងចំណែកឯស្រីរតជានារីលំដាប់អភិជនដ៏ខ្ពង់ខ្ពស់ស្នេហាមួយនេះអ្នកនាងស្រីរតខ្ញុំមិនសមនឹងអ្នកនាងទេខ្ញុំខ្លាចធ្វើឲ្យអ្នកនាងត្រូវខ្មាស់គេខ្លាចធ្វើឲ្យអ្នកនាងពិបាកស្រីរតក្រវីក្បាលទឹកភ្នែករមៀធាក់ចុកមកលើថ្ពាល់កុំហៅខ្ញុំថាអ្នកនាងអីហៅខ្ញុំថាស្រីរតនៅក្នុងកែវភ្នែករបស់ខ្ញុំបងដែតមានតម្លៃជាងមនុស្សមានអំណាចនិងទ្រព្យសម្បត្តិដែលខ្ញុំធ្លាប់ជួបទៅទៀតសូមគុំរុញច្រានខ្ញុំអីបានទេឃើញទឹកភ្នែករបស់ស្រីស្អាតនៅចំពោះមុខនិងដឹងពីជំរឿចិត្តដ៏បរិសុទ្ធរបស់នាងបណ្ណាដែតមិនអាចលាក់បាំងមនោសញ្ចេតនារបស់ខ្លួនបានទៀតឡើយគាត់បានលើកដៃដែលគ្រើមព្រោះការងារធ្ងន់ទៅជូតទឹកភ្នែកឲ្យនាងថ្នមរួយងក់ក្បាលបាទស្រីរតបើអូនមិនរើសអើងភាពក្រីក្ររបស់បងសន្យានឹងស្រឡាញ់និងស្មោះត្រង់ចំពោះអូនអស់មួយជីវិតទោះជាត្រូវជួបឧបសគ្គអ្វីក៏ដោយពួកគេទាំងពីរបានផ្ដល់សន្យាចិត្តដាច់ខាតចំពោះគ្នាទៅវិញទៅមកមុននឹងឡើងឡានស្រីរតបានហុចប្រអប់តូចមួយទៅឲ្យបណ្ណាដែតនៅខាងក្នុងនោះគឺទូរស័ព្ទដៃស៊េរីថ្មីមួយគ្រឿងដែលនាងបានរៀបចំទុកជាស្រេចបងដែតយកទូរស័ព្ទនេះទុកប្រើប្រាស់ដើម្បីតាក់ទងមកអូនណាអូនទៅភ្នំពេញវិញហើយតែចិត្តរបស់អូននៅទីនេះជាមួយបងជនិតចាំអូននឹងត្រឡប់មកជួបបងវិញឡានទៅនើបបានបើកចេញទៅយឺតបន្សល់ទុកនៅផ្សែងនិងធូលីដីក្រហមហ៊ុយត្រឡោមបណ្ណាដែតឈោកាន់ទូរស័ព្ទក្នុងដៃសម្លឹងមើលតាមឡាននោះរហូតហួសភ្នែកចាប់ពីថ្ងៃនោះមកខ្សែជីវិតរបស់ពួកគេបានប្រែជារសើបនិងពោពេញដោយក្តីនឹករលឹករៀងរាល់យប់បន្ទាប់ពីបញ្ចប់ការងារខ្វៀលក្របីដ៏ហត់នឿយបណ្ណាដែតតែងតែចូលទៅក្នុងខ្ទមលួចខលទូរស័ព្ទនិយាយគ្នាជាមួយស្រីរតពួកគេសើចពួកគេចែករំលែកទុក្ខសោកនិងផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកតាមរយៈខ្សែទូរស័ព្ទលក់លាក់នោះប៉ុន្តែក្តីសុខដ៏ផ្អែមល្ហែមទាំងនេះវាប្រៀបដូចជាខ្យល់អាកាសមុនពេលព្យុះសង្ខបោកមកដល់ពួកគេមិនបានដឹងទាល់តែសោះថាស្នេហាខុសខ្នាតដែលលឹកបាំងយ៉ាងជិតដិតនេះកំពុងតែត្រូវបានរង្គក់រង្គើដោយសារខ្សែភ្នែកម្ខាងទៀតដែលកំពុងតែតាមដានពួកគេពីទីក្រុងភ្នំពេញក្តីសុខដ៏កក់ក្ដៅដែលកើតចេញពីការលួចលាក់តាក់ទងគ្នាតាមខ្សែទូរស័ព្ទរវាងឃុំបណ្ណាដែតនិងមាសស្រីរតប្រៀបបាននឹងពន្លឺទៀនដ៏តូចមួយកណ្ដាលវាលទំនាបដែលងាយនឹងត្រូវរលត់ទៅវិញនៅពេលត្រូវខ្យល់បក់បោកនៅឯទីក្រុងភ្នំពេញភាពប្រែប្រួលនៃអារម្មណ៍របស់ស្រីរតមិនអាចរំលងហួសពីភ្នែកដ៏មុតស្រួចរបស់លោកស្រីកល្យានដែលជាម្ដាយបានឡើយគាត់សង្កេតឃើញកូនស្រីតែងតែញញឹមម្នាក់ឯងនៅពេលសម្លឹងមើលទូរស័ព្ទនិងបានបដិសេធយ៉ាងដាច់អហង្ការរាល់ការណាត់ជួបឬការចូលស្ដីដណ្ដឹងពីសំណាក់អុកញ៉ាច័ន្ទថនកូនប្រុសអ្នកមានបុណ្យស័ក្តិដោយមានការសង្ស័យ
លោកស្រីកល្យានបានជួលមនុស្សឲ្យតាមដាននិងលួចស្ដាប់ការសន្ទនារបស់ស្រីរតរហូតបានដឹងការពិតដ៏គួរឲ្យតក់ស្លុតថាកូនស្រីច្បងដ៏ខ្ពង់ខ្ពស់ប្រធានក្រុមហ៊ុនគ្រឿងសម្អាងដ៏មានកេរ្តិ៍ឈ្មោះកំពុងចលុងស្នេហ៍ជាមួយកំឡោះក្រីក្រម្នាក់ដែលមានដើមកំណើតជាអ្នកស៊ីឈ្នួលខ្វៀលក្របីនៅខេត្តត្បូងឃ្មុំសម្រាប់អ្នកស្រីប្រកាន់វណ្ណៈនិងកិត្តិយសស្មើជីវិតដូចជាគាត់រឿងនេះគឺជាការអាម៉ាស់មួយដ៏ធំធេងដែលមិនអាចទទួលយកបានជាដាច់ខាតជំនួសឲ្យការស្ដីបន្ទោសកូនស្រីនាំតាបង្កើតចំនួនលោកស្រីកល្យានបានជ្រើសរើសវិធីកាត់រើសកែវនៃស្នេហានេះដោយផ្ទាល់ដៃគាត់បានបញ្ជាឲ្យតែកងឡានបើកសម្ដៅទៅកាន់ខេត្តត្បូងឃុំទាំងព្រឹកព្រលឹមដោយមិនឲ្យស្រីរតដឹងខ្លួនឡើយនៅរសៀលថ្ងៃនោះឡានស៊េរីទំនើបលំដាប់អភិជនបានបើកមកឈប់ងក់នៅក្បែររបងខ្ទុំដ៏កំសត់របស់បណ្ណាដែតផ្សែងនិងធូលីដីហុយទ្រលោមបានធ្វើឲ្យយាយមីលាដែលកំពុងសម្រានក៏អកសឹកសួរលើនៅក្រែនិងមុននីនាតប្អូនស្រីតូចបាក់ភ្នែកមើលទាំងក្តីតក់ស្លុតនិងភ័យខ្លាចលោកស្រីកល្យានដើរចុះពីលើឡានទាំងរឹកពៀឆ្មាំងឆ្មៃដៃកាន់កាបូបbrand តម្លៃរាប់ម៉ឺនដុល្លារជើងពាក់ស្បែកជើងកាញចោតដើរកាត់ដីភុកចូលមកក្នុងផ្ទះខណៈនោះប៉ុណ្ណាដែតទើបតែដេញក្របីមកពីវាលស្រែលុះឃើញម្ដាយរបស់ស្រីរតមកដល់គាត់ក៏ប្រញាប់រត់មកសំពះស្វាគមន៍ដោយក្តីគួរសមនិងការគោរពបំផុតមិនបាត់សំពះខ្ញុំទេខ្ញុំមិនមែនជាសាច់ញាតិឬជាអ្នកមានគុណរបស់ឯងឡើយសំឡេងតឹងរឹងត្រជាក់ស្រែបនិងពោពេញដោយការមើលងាយបានបន្លឺចេញពីបបោមាត់របស់លោកស្រីកល្យានគាត់សម្លឹងមើលជុំវិញខ្ទាំដ៏ធ្លុះធ្លាយរួចក្រឡេកមើលប៉ុណ្ណាដែតតាំងពីក្បាលទៅខ្នាតជើងមុននឹងនិយាយបន្តដោយគ្មានប្រណីអ្នកឯងឆ្លោះកញ្ចក់មើលរូបរាងនិងឋានៈខ្លួនឯងខ្លះទេត្រឹមតែជាអ្នកស៊ីឈ្នួលខ្វៀលក្របីឲ្យគេអាវដាច់ផ្ទះរត់តែដំបូលបាំងភ្លៀងមិនចិត្តផងតើមានសិទ្ធិអីមកតាក់ទងកូនស្រីរបស់ខ្ញុំស្រីរតជាកូនប្រធានក្រុមហ៊ុនជាស្រីស្អាតលំដាប់អភិជននៅភ្នំពេញនាងមានអនាគតរុងរឿងមិនមែនត្រូវមកធ្លាក់ក្នុងភពជ្រៅជាមួយមនុស្សឋានៈទាបថោកដូចជាអ្នកឯងឡើយកុំយកជើងរមាស់ទៅគៀសគល់ឈើកុំចង់ឆោងចាប់ផ្កាយលើមេឃព្រោះវាមិនសមគ្នាទេពាក្យសម្ដីជេរប្រមាថនិងការមើលងាយយ៉ាងធ្ងន់ធ្ងរទាំងនោះប្រៀបដូចជាកំបិតចាក់ទម្លាស់បេះដូងរបស់ប៉ុណ្ណាដែលមួយកំបិតហើយមួយកំបិតទៀតគាត់ឈរធ្លាក់ដៃចុះទឹកមុខស្លេកស្លាំងអួលដើមកញេអ្វីមិនចិនព្រោះអ្វីដែលអ្នកស្រីនិយាយសុទ្ធតែជាការពិតនៃភាពក្រីក្ររបស់គាត់យីមីឡាដែលសម្រាននៅលើគ្រែលុះលើគេមកជាប្រមាថកូនប្រុសបង្កបង្កើតកំហុសធំបែបនេះគាត់មានការឈឺចាប់និងខ្មាស់អៀនជាខ្លាំងគាត់បានព្យាយាមក្រោកអង្គុយលើកដៃសំពះលោកស្រីកលាំងទាំងទឹកភ្នែកអ្នកស្រីអើយសូមមេត្តាអាណិតកូនខ្ញុំផងពួកខ្ញុំដឹងខ្លួនថាខុសហើយដឹងថាពួកខ្ញុំក្រណាស់សូមអ្នកស្រីកុំប្រមាថកូនខ្ញុំអីចាស់ជរានិយាយបណ្ដាក្អកឆ្លុះនឹងហុកបណ្ដាហាក់ដូចជាបេះដូងត្រូវរហែកលោកស្រីកល្យានមិនត្រឹមតែគ្មានចិត្តអាណិតអាសូរឡើយគាត់បានបើកកាបូបទាញលុយដុល្លារមួយដុំធំមកបោះទៅលើគ្រែឈើនៅចំពោះមុខពួកគេទាំង3នាក់នេះជាលុយសម្រាប់ឲ្យឯងដើរចេញពីជីវិតកូនស្រីខ្ញុំយកលុយនេះទៅទិញថ្នាំសង្កូវឬធ្វើអីក៏ធ្វើទៅហើយចាប់ពីថ្ងៃនេះតទៅបិទទូរស័ព្ទកាត់ផ្ដាច់ការតាក់ទងជាមួយស្រីរតជាដាច់ខាតបើខ្ញុំដឹងថាអ្នកឯងនៅតែលួចលាក់ជួបនាងទៀតគុំបន្ទោថាខ្ញុំចិត្តដាច់និយាយចប់លោកស្រីកល្យានងាកក្រោយដើរឡើងឡានទំនើបរួចបញ្ជាឲ្យតែគង់ឡានបើកចេញទៅភ្លាមបន្សល់ទុកនៅធូលីដីហុយទ្រលោមនិងគំនរលុយដែលធ្លាក់រាយប៉ាយនៅលើគ្រែនៅក្នុងខ្ទមដ៏ស្ងប់ស្ងាត់បណ្ណាដែតលុតជុំកុំចោលដីទឹកភ្នែកកំឡក់ដែលធ្លាប់តែរឹងមាំបានហូរស្រក់មកលើដីខ្សាត់ទាំងក្តីឈឺចាប់និងសោកស្ដាយបំផុត
กอดมันครึ่งหนึ่งการเมืองเงระบอกมาได้สรีรอดตีเป็นแต่กอดครึ่งหนึ่งแปรจุตากรรมได้เวกำไรมนุษย์แต่เลือรึงลอยกักหนึ่งฐานะเพียบเกรกรอบานคลายจิตตุดกำหอดอทงนทงโงแดดดุดบอมพลางสิกได้ซุกระบอกครูสากอดหนึ่งกำปงแต่แหกหัวดวงประลึงระบอกกอดเอาแตจีบอมไหนกันดาวผิวเพลียงในวันณสังคมดอกอยุติธรนี้บรรทุกบิลานตำเนิบระบอลกสรีกอลิยานเบิกบอจากเจงเตยบนสอตุกตรมแต่ทุลีใดกระหอมหนึ่งปีกสมใดเมืองเงยดอกมุดสรวดเปรียบโดยเจตำบิดจักตำลูแบะดงพีบสงบสงัดดอกกัวเฮยคลายบ้านตรลบหมกรูปดันดับเลิกตอมดอกกำซอตระบอกคุมป้นนาแดดมาดองเตียดกลุ่มนอลุยดลาได้ทะเลกเรียแปงในเลยแกรเชือมันบ้านทั่วเอาชีวิตรอพวกเกรประสาลางลายปตุยตะวิงวีคือจีตำนางในพิบอามะหนึ่งการจวนเฉลียสักดีไถลทโนระบอกมนุษย์เกรกรอปัญนาได้เด็กดวนหลดจงกุงเลือใดได้เตียงซองคางกระดับแน่นตึกพเนกโฮสรอกดอกเลือเด็กใสกวาดมันได้สอบพิบเกรกรอระบอกลุ่นไอคลังโดยทั้งไงนี้ลายปันแต่เอาไว้ได้จีการชีจับปัดประกอบเติบแต่จับประดามโนเยยเมียเลียได้เจมาได้บรรทอปีบันเคยกนโปรเตรเกเจประมาทหนึ่งจวนชลีกติโยนในจมปูมุกหอยโคลนไอเจมาได้มันอาจจุยเอาไว้บานกระปีเลือกได้สมแปะสมกระดิอนัดกอดมินกาชื่อจับขนมจัดอย่างคลังสมาระไดระบกอดดนดาบตึกผนัยโฮมันได้เลลมหนึ่งจมือสูดแด่เรือลางอย่างตมงนเนยหยุบโนยี่มีลาจับดำก็ออกเทลียเชียมดังหอกสตื้อได้จอลปนนาแดดหนึ่งมนนีเนียดไพสลุนสลาวรถตือออกมาได้ยี่มีลายกได้ดอจริวจรูนอย่างตระเจียกแสบหมอกสตีฟมกปนนาแดดเตียงดอกดังหาวหยอบแดบคนโปรดแม่สมตัวได้แม่การมากรอถือไอ้คนตระเกเมืองเงี้ยคนมันบ้านเถื่อไว้เขาเตะคนชื่อคนหล่อไม่กลุ่มยี่ไอ้ไม่ตระตรุนในจมวยโกนจำคิมโยกลุยตั้งนี้ตะติงทนำจุยไม้ปนาดจุมสไลค์รีบหนึ่งสตูติโยกลุยเดลกสไลกเลียนบ่อเจ้าเอาปันแต่ยี่มาเลียบานจับได้คนปลอจวบรวดกระวีกบานติ๊กเตียงตึกพเนกกุมยกลุยดังเกจวนชลียึงเตอปลายรักษาสิกได้ทะเลธโนระบอยืนมือแทปูนสเรพองหน้าแดดแม่เตยเฮยเปียกสำใดจงกราวบานดัดโซใดระบอจ่าจุเรียบานทะเลียกโจยืดแผนกระบอกกอดบานบึดจิตเลียจากโลกนิเตอร์แตงกระไดควายควอลนังกาชุยจับกระนงจัดสำเลงยมสไรตรหอระบอกมนีเนียดหนึ่งสำไรอูลดารมระบบปนนาได้บานบรรลือลางกัดพีบงงิดในราตรีปนนาได้ออบซอกมาได้จวบหนึ่งตรงยมระหูดกมินตึกพเนโชจัตรบากอดเทลียกโจเตอขนงจรวดเจริญในพีบงงิดโซนเชิงไม่ได้จิตีสระลังจีบังไอแต่มวยกดขนงจีวิตบานจากเจงแต่เจ้ากอดจีเรียงระหูดโดยซาแต่รล็อกทิพซ่อมในเพียบเกรกรอหนึ่งกาเมืองเงปีวันณะอภิจนพิธีบนสอบดอซาเมงนันเศร้าบ่มพดเตรบานเรียบจอมลังโดยเมียนกาจุยจรุมจแรงปีหยะภูมิจัดคางบันติกบันตัวปนาเดตมันบานปากปอนลุยมุยเรียวระเบาะลูกสรีกันแลนลอยกอดบานประมวลลุยตังอ๋อจรอกโจลของท้องรุ่ยพญาตามเนภูมิยกเตอประกลอ้อยเมภูมิดำใบพญาตลอดแต่อ่อยลูกสรีกันแลนวิ่งรูกกอดจองบังหายถาตู้ใบจะกอดกรอแต่สิกได้ทะเลธนูระบอกกอดมันไอติงบานดอยลุยเลยบรรตัวปีบรรจอสอบมาได้รุ่ยรอลในมุกพโนขมอยทำไมด่านเมียนตายได้กอบสามัญปนนาได้โชว์เอาโอนสไรโตยขนงระยะเปลี่ยนประมาณไงนี้โทรศัพท์ได้เมียสไรรอดพดอลเอาตายแต่โรดลางจีหยึดหยอบโปรสไรรอดในพนมเป้งบารอมปีกอดคลังนะบรรตัวปีบัตรกาเตะตงปนนาได้สำลังมือเอกรองโทรศัพท์ดันโหลดชโมสไรรัดแต่งตึกพเนกระมิลทะเล
រូបភាពទឹកមុខដ៏ទន់ភ្លន់របស់ស្រីរ័ត្នបានលេចឡើងតែភ្លាមៗនោះរូបភូមិម្ដាយដែលដាច់ខ្យល់ស្លាប់និងពាក្យសម្ដីជាប្រមាថរបស់លោកស្រីកល្យានក៏បានហែកហួរខួរក្បាលរបស់គាត់ដូចគ្នាស្រីរ័ត្នបងសំទោសពិភពលោករបស់យើងវាខុសគ្នាពិតមែនភាពក្រីក្ររបស់បងវាជាបន្ទុកនិងជាប្រភពនៃរឿងរ៉ាវអាក្រក់ដែលធ្វើឲ្យម៉ែបងត្រូវស្លាប់បងមិនអាចស្រឡាញ់អូនបងមិនអាចឈោងចាប់ផ្កាយដូចអូនបានទេគាត់បានសម្រេចចិត្តចុចបិទទូរស័ព្ទដៃនោះយឺតរួចដកស៊ីមចេញកាត់ជាពីរផ្ដាច់ការតាក់ទងទាំងអស់គាត់ងាកមកមើលមុនីនាថរួចកាន់ដៃប្អូនស្រីយ៉ាងណែននាថតាំងពីថ្ងៃនេះទៅពួកយើងគ្មានផ្ទះគ្មានម៉ែទៀតឡើយពួកយើងត្រូវតែចាកចេញពីទឹកដីនេះបងមិនអាចធ្វើជាអ្នកខ្វៀលក្របីឲ្យគេមើលងាយអស់មួយជីវិតទៀតទេបងត្រូវតែរើបំរាស់បងត្រូវតែខ្លាំងពូកែដើម្បីកុំឲ្យគេជន់ឈ្លីគ្រួសារយើងបានទៀតនៅយប់នោះបងប្រុសនិងប្អូនស្រីទាំងពីរនាក់បានរៀបចំកញ្ចប់ខោអាវចាស់ៗដើរចាកចេញពីខ្ទមទ្រុឌទ្រោមដើរកាត់វាលស្រែស្ងួតហែងឆ្ពោះទៅរកផ្លូវធំដើម្បីឡើងឡានឈ្នួលសម្ដៅទៅកាន់ទីក្រុងភ្នំពេញការចាកចេញលើកនេះមិនមែនទៅតាមរកស្រីរ័ត្នព្រោះតែក្តីស្រឡាញ់នោះទេគឺទៅដើម្បីប្រយុទ្ធប្រឆាំងនឹងព្រះជតាកម្មទៅដើម្បីផ្លាស់ប្ដូរជីវិតនិងរើបំរាស់ខ្លួនចេញពីភោគជ្រៅនៃភាពក្រីក្រជារៀងរហូតខណៈពេលដែលឃុំបណ្ណាដែតនិងបួនស្រីកំពុងតែអង្គុយលើឡានឈ្នួលលូនវាកាត់ភាពងងឹតឆ្ពោះទៅកាន់ទីក្រុងភ្នំពេញទាំងក្តីអស់សង្ឃឹមនៅឯវិមានដ៏ស្កឹមស្កៃក្នុងរាជធានីវិញមាសស្រីរ័ត្នកំពុងតែដើរចុះដើរឡើងនៅក្នុងបន្ទប់គេងរបស់នាងទាំងចិត្តអន្ទះសារជាពន់ពេកនាងបានព្យាយាមចុចទូរស័ព្ទទៅបណ្ណាដែតរាប់រយដងប៉ុន្តែអ្វីដែលនាងទទួលបានគឺមានតែសំឡេងប្រព័ន្ធឆ្លើយតបយ៉ាងត្រជាក់ស្រៀបថាលេខទូរស័ព្ទនេះមិនអាចតាក់ទងបានទេបេះដូងរបស់ស្រីសារូបនេះចាប់ផ្ដើមញាប់ញ័រដោយប្រភ្នូលមិនល្អនាងដឹងច្បាស់ពីចរិតរបស់បណ្ណាដែតគាត់មិនមែនជាមនុស្សដែលសុកបាត់ដំណឹងសួនឈឹងបែបនេះឡើយលើកឡើងតែមានរឿងរ៉ាវអាក្រក់អ្វីមួយកើតឡើងចំពោះគាត់ឬគ្រួសារភាពសង្ស័យរបស់ស្រីរ័ត្នត្រូវបានលាតត្រដាងនៅព្រឹកថ្ងៃបន្ទាប់នៅពេលនាងដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវនាងបានឃើញថង់ពណ៌សមួយដែលដាក់លើតុហើយនៅក្បែរនោះគឺម្ដាយរបស់នាងលោកស្រីកល្យានកំពុងតែអង្គុយក្រេបតាទាំងទឹកមុខស្ងប់ស្ងាត់ម៉ែថង់នេះជាអ្វីស្រីរ័ត្នសួរតែសំឡេងញ័រលោកស្រីកល្យានសម្លឹងមើលកូនស្រីរួចចោលកន្ទុយភ្នែកទៅថង់នោះជាលុយដែលម៉ែយកទៅឲ្យអាអ្នកខ្វៀលក្របីនៅត្បូងឃ្មុំនោះដើម្បីឲ្យវាដឹងខ្លួនហើយដើរចេញពីជីវិតកូនតែវាពិតជាមានមហិច្ឆតាខ្ពស់មែនវាហ៊ានផ្ញើលុយនេះត្រឡប់មកឲ្យម៉ែវិញតាមមេភូមិទោះជាយ៉ាងណាវាបានដឹងខ្លួនស្គាល់ឋានៈហើយវាក៏បានបិទទូរស័ព្ទរត់បាត់ទៅហើយដែរកូនឈប់ឈួតព្រមមនុស្សថ្នាក់ទាបបែបនោះទៀតទៅពាក្យសម្ដីរបស់ម្ដាយប្រៀបដូចជារន្ទះបាញ់ចំកណ្ដាលបេះដូងរបស់ស្រីរ័ត្ននាងភាំងស្មារតីទឹកភ្នែកហូរស្រក់ចុះមកភ្លាមម៉ែហេតុអីបែរធ្វើបែបហ្នឹងហេតុអីម៉ែយកដោយកាក់នឹងឋានៈទៅជន់ឈ្លីទឹកស្មោះត្រង់របស់គេខ្ញុំស្រឡាញ់គាត់ខ្ញុំមិនបានស្រឡាញ់លុយរបស់គាត់ទេម៉ែធ្វើនេះគឺដើម្បីកិត្តិយសគ្រួសារនិងអនាគតរបស់កូនលោកស្រីកល្យានគុំហក់ឡើងវិញទាំងគុំហឹងដោយសារតែក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនិងភាពបារម្ភពីសុវត្ថិភាពរបស់បណ្ណាដែតស្រីរ័ត្នលែងខ្វល់ពីអ្វីទាំងអស់នាងបានរត់ចេញពីផ្ទះស្ទុះឡើងឡានទំនើបផ្ទាល់ខ្លួនរួចបញ្ឆេះម៉ាស៊ីនបើកសម្ដៅទៅកាន់ខេត្តត្បូងឃ្មុំទាំងយប់ទាំងទឹកភ្លេកជោគថ្ពាល់នាងបើកបរក្នុងល្បឿនលឿនកាត់ព្យុះភ្លៀងនិងភាពងងឹតក្នុងចិត្តមានតែបំណងមួយគត់គឺត្រូវតែជួបមុខនិងពន្យល់ប្រាប់បុរសដែលនាងស្រឡាញ់ថានាងមិនបានដឹងរឿងដែលម្ដាយនាងទៅធ្វើបាបគាត់ឡើយរថយន្តរបស់ស្រីរ័ត្នបានមកឈប់ងក់នៅក្បែររបងកទូមរបស់បណ្ណាដែតនៅពេលដែលមេឃចាប់ផ្ដើមស្រតំស្រទះនាពេលព្រលឹមស្រងាំស្រីរ័ត្នប្រញាប់រត់ចុះពីលើឡានដើរសម្ដៅទៅកាន់ខ្ទមតូចនោះទាំងក្តីសង្ឃឹមប៉ុន្តែអ្វីដែលនាងបានឃើញនៅចំពោះមុខ
គឺភាពស្ងាត់ជ្រងំទ្វារខ្ទមត្រូវបានចាក់សោពីខាងក្រៅដំបូលស្លឹកធ្លុះធ្លាយបក់រវិចរវិចតាមខ្យល់គ្មានហ្វូងក្របីគ្មានសំឡេងក្អករបស់យាយមាលានិងគ្មានស្រមោលរបស់បណ្ណាដែលឡើយពិភពលោកដ៏កក់ក្ដៅសាមញ្ញដែលយើងធ្លាប់ស្គាល់កាលពី2-3ថ្ងៃមុនបានប្រែជាទីស្មោះសានដ៏ត្រជាក់ស្រេបស្រីរតដារវិលវល់ទាំងក្តីអស់សង្ឃឹមរហូតនាងក្រឡេកទៅឃើញទួលដីថ្មីមួយនៅក្បែរចំការរបស់ខាងក្រោយផ្ទះនៅពីមុខទួលដីនោះមានបោះបង្គោលឈើតូចមួយកាត់សម្គាល់នាងដើរទៅជិតទាំងបេះដូងលោតខុសចង្វាក់អ្នកភូមិម្នាក់ដែលដើរកាត់នោះឃើញស្រីរតក៏បានដើរមកប្រាប់ទាំងដកដង្ហើមធំអ្នកនាងរកគ្រួសារអាដាតមែនទេពួកវាចាក់ចេញពីភូមិបាត់ហើយយាយមីលីម្ដាយរបស់វាបានដាច់ខ្យល់ស្លាប់កាលពី2-3ថ្ងៃមុនក្រោយពេលមានអ្នកស្រីអ្នកមានម្នាក់មកជាប្រមាថដល់ផ្ទះអាដាតវាខូចចិត្តខ្លាំងណាស់បន្ទាប់ពីធ្វើបុណ្យស័ព្ទម្ដាយរួចវាបាននាំប្អូនស្រីចាកចេញទៅបាត់ស្រមោលដោយមិនប្រាប់អ្នកណាម្នាក់ឡើយសម្ដីរបស់អ្នកភូមិប្រៀបដូចជាដាវមុតស្រួចចាក់ទម្លុះបេះដូងរបស់ស្រីរ៉ាត់ឲ្យធ្លាក់ចុះទៅក្នុងជ្រោះជ្រៅនៃភាពខកចិត្តនិងវិបដិសារីដ៏ធំធេងនាងទន់ជង្គង់ដួលលុតជង្គង់ចុះលើដីភុកក្បែរភ្នូខ្មោចរបស់យីមាលានាងអោបមុខយំសោកបោកខ្លួនសំឡេងយំខ្សឹកសួររបស់ប្រធានក្រុមហ៊ុនដ៏មានឥទ្ធិពលរូបនេះបងដែតអូនសុំទោសអូនជាអ្នកខុសគឺគ្រួសាររបស់អូនដែលបំផ្លាញក្តីសុខរបស់បងបំផ្លាញជីវិតម្ដាយរបស់បងស្រីរត់ស្រែកយំទាំងការឈឺចាប់ជាពន់ពេកនាងមានអារម្មណ៍ខកចិត្តនឹងស្នេហាខកចិត្តនឹងវាសនាដែលលេងសើចនឹងនាងហើយអ្វីដែលកាន់តែឈឺចាប់គឺនាងដឹងថាបណ្ណាដែតប្រហែលជាស្អប់នាងនិងស្អប់គ្រួសារនាងអស់មួយជីវិតហើយទើបគាត់សម្រេចចិត្តកាត់ផ្ដាច់ការតាក់ទងនិងរត់គេចខ្លួនបាត់បែបនេះក្របពូជនៃក្តីស្រឡាញ់ដែលទើបតែបណ្ដុះឡើងត្រូវបានជន់ឈ្លីនិងដុតបំផ្លាញដោយភ្លើងនៃវណ្ណៈសង្គមរហូតសេសសល់ត្រឹមតែពុភេភងនៅថ្ងៃនោះស្រីរតបានត្រឡប់ទៅភ្នំពេញវិញទាំងទឹកមុខងងឹតសូនឈឹងនិងបេះដូងដែលស្លាប់បាត់បង់នាងបានស្បត់កំងចិត្តថានាងនឹងមិនព្រមទទួលយកស្នេហារៀបចំពីម្ដាយឡើយហើយនាងនឹងប្រើប្រាស់ជីវិតដែលសេសសល់ដើម្បីស្វែងរកបណ្ណាដែតទោះបីជាត្រូវចំណាយពេលអស់មួយជីវិតក៏ដោយពន្លឺភ្លើងពណ៌ចម្រុះនារាត្រីនៃរាជធានីភ្នំពេញចាស់ពន្លឺព្រុងព្រាតកាត់ផ្ទៃមេឃដ៏ធំល្វឹងល្វើយប៉ុន្តែវាមិនបានផ្ដល់នូវភាពកក់ក្ដៅដល់ដួងចិត្តដែលរងរបួសរបស់បងប្រុសនិងប្អូនស្រីពីរនាក់នោះឡើយឡានឈ្នួលបានមកឈប់ចតនៅជ័យក្រុងទាំងយប់ងងឹតឃុំបណ្ណាដែតកាន់វ៉ាលីសម្លៀកបំពាក់ចាស់ៗមួយកញ្ចប់តូចដៃម្ខាងទៀតកាន់ដៃមុនីនាថប្អូនស្រីបន្កើតយ៉ាងណែនដើរចុះពីលើឡានទាំងអារម្មណ៍វង្វេងវង្វាន់កណ្ដាលទីក្រុងដ៏ធំធេងដែលពួកគេមិនធ្លាប់ស្គាល់នៅក្នុងជំរឿចិត្តរបស់បណ្ណាដែតអ្នកពេលនេះមិនមែនមកភ្នំពេញដើម្បីតាមរកមាសស្រីរតព្រោះតែក្តីប្រាថ្នាស្នេហានោះឡើយភាពឈឺចាប់ពីការបាត់បង់ម្ដាយនិងពីវសម្ដីជន់ឈ្លីប្រមាថវណ្ណៈរបស់លោកស្រីកល្យានបានคล้ายជាដុំថ្មដ៏ធ្ងន់ប្រកបដោយថាមពលដុតរោលឲ្យគាត់ត្រូវតែក្រោកឈរគាត់មិនចង់ធ្វើជាអ្នកខ្វៀក្របីអាវដាច់ៗដែលគេមើលងាយទៀតឡើយគាត់ចង់បង្ហាញឲ្យពិភពលោកនិងមនុស្សអភិជនទាំងនោះឃើញថាតម្លៃរបស់មនុស្សមិនមែនវាស់វែងលើដើមកំណើតនោះទេគឺវាស់លើការតស៊ូនិងសមត្ថភាពពិតប្រាកដដើមដំបូងនៃការរស់នៅក្នុងទីក្រុងអភិវឌ្ឍន៍នេះគឺពោរពេញដោយភាពលំបាកវេទនាជាពន់ពេកដោយសារគ្មានលុយកាក់គ្រប់គ្រាន់និងគ្មានសាច់ញាតិបណ្ណាដែតបានជួលបន្ទប់តចង្អៀតមួយនៅក្បែរការដ្ឋានសំណង់ជីក្រុងដែលមានដំបូលសង្កសីក្តៅហួតហាងនៅពេលថ្ងៃនិងធ្លក់ធ្លាយលិចទឹកនៅពេលភ្លៀងធ្លាក់ដើម្បីមានលុយទិញអង្ករនិនបញ្ជូនប្អូនស្រីឲ្យបានចូលរៀនសូត្រដូចគេ
បណ្ណាដែតបានសម្រេចចិត្តចូលធ្វើជាកម្មករសំណង់ពលកម្មធ្ងន់ជារៀងរាល់ថ្ងៃតាំងពីព្រលឹមទល់ព្រលប់កំឡោះស្រុកស្រែរូបនេះត្រូវរែកស៊ីម៉ង់លីសរសៃដៃនិងលាយខ្សាច់ទាំងកណ្ដាលថ្ងៃក្តៅដុតរលស្បែករបស់គាត់ដែលស្រអាប់ស្រាប់បានប្រែជាខ្មៅស្រអាប់ដៃទាំងសងខាងឡើងក្រឹនរដប់នឹងមុតដោយសាររបួសពីការងាររាល់ពេលដែលរាងកាយទុនជ្រាយហត់នឿយស្ទើរតែដុកដង្ហើមមិនចង់ចេញឬពេលដែលត្រូវមេការខ្លះជាប្រមាថបណ្ណាដែនតែងតែបិទភ្នែកទុកអារម្មណ៍នៅពេលនោះទឹកមុខដ៏ទន់ភ្លន់របស់សៃរ៉តនិងខ្សែភ្នែកមើងងាយស្អប់ខ្ពើមរបស់ម្ដាយនាងតែងតែលេចឡើងក្នុងខួរក្បាលរបស់គាត់ភ្លាមរូបភាពទាំងនោះប្រៀបដូចជាអសោកទេពដាក់សតិនិងផ្ដល់កម្លាំងចិត្តឲ្យគាត់លេបទុកសោកលេបការហត់នឿយរួចស្ទុះក្រោកឈរមកចាប់ប៉ែលចាប់ធុងស៊ីម៉ង់ធ្វើការបន្តទាំងមិនរអ៊ូទាំនៅពេលល្ងាចបន្ទាប់ពីសម្រាកពីការងារដ៏ហត់នឿយបណ្ណាដែតត្រឡប់មកទំទប់ជួលវិញឃើញប្អូនស្រីតូចមូនីនាតអង្គុយរៀនអក្សរនៅក្រោមពន្លឺអំពូលម៉ែតដ៏ស្អាប់ទាំងទឹកមុខញញឹមស្វាគមន៍បងប្រុសគាត់បានដារទៅអង្អែលក្បាលប្អូនស្រីទាំងទឹកភ្នែករលីងរលោងនាតហត់ទេកូននៅទីនេះលំបាកខ្លាំងណាស់មែនទេមុននីណាតក្រវីក្បាលយកដៃតូចមួយជូតញើសឲ្យបងប្រុសអត់ហត់ទេបងដែតឲ្យតែបានរស់នៅជាមួយបងខ្ញុំមិនខ្លាចលំបាកទេខ្ញុំនឹងខំរៀនឲ្យពូកែដើម្បីជួយបងនៅថ្ងៃមុខសម្ដីរបស់ប្អូនស្រីបានធ្វើឲ្យបេះដូងរបស់ពុនណាដែតរំជួលចិត្តយ៉ាងខ្លាំងគាត់ដឹងច្បាស់ថាពលកម្មតែមួយមុខមិនអាចធ្វើឲ្យគាត់ឬបំរាស់ខ្លួនចេញពីវេលវត្តៈសង្សារនៃភាពក្រីក្រនេះបានឡើយបើចង់រស់ឬរនាងវណ្ណៈគាត់ត្រូវតែមានចំណេះដឹងនិងជំនាញពិតប្រាកដចាប់ពីថ្ងៃនោះមកក្រៅពីការធ្វើការងារធ្ងន់នៅការដ្ឋានបណ្ណាដែតបានចាប់ផ្ដើមលួចសង្កេតមើលប្លង់ស្ថាបត្យកម្មមើលរបៀបលាយបេតុងតាមស្តង់ដារនិងរៀនសូត្រពីរបៀបគ្រប់គ្រងការដ្ឋានពីជាងជំនាញចាស់ភាពឆ្លាតវៃពីកំណើតគួបផ្សំនឹងខ្សែភ្លេងដ៏មើងម៉ាត់មិនព្រមចុះចាញ់បានធ្វើឲ្យគាត់ចាប់ផ្ដើមលេចធ្លោជាងកម្មករដទៃទៀតនៅក្នុងការដ្ឋានសំណង់ដ៏ធំមួយនោះដោយមិនដឹងខ្លួនរលកការរើបំរាស់ជីវិតរបស់អតីតអ្នកឃ្វាក្របីកំពុងតែចាប់ផ្ដើមបោះជំហានទៅមុខបន្តិចម្ដងយ៉ាងរឹងមាំកណ្ដាលព្យុះភ្លៀងនៃទីក្រុងភ្នំពេញពេលវេលាបានរំកិលផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយខែពីមួយខែទៅមួយឆ្នាំជីវិតរបស់ឃុំពុនណាដែតនៅក្នុងទីក្រុងភ្នំពេញនៅតែបន្តទៅមុខក្នុងភាពស្ងាត់ស្ងៀមប៉ុន្តែពោពេញដោយភាពរឹងមាំពីកម្មករសំណង់ធម្មតាម្នាក់ដែលធ្លាប់តែលីស៊ុំលីស៊ីម៉ង់តដែតបានអភិវឌ្ឍខ្លួនមកជាជាងជំនាញនិងជាជំនួយការផ្ទាល់របស់មេការព្រោះតែភាពឆ្លាតវៃរហ័សរហួននិងភាពស្មោះត្រង់មិនចេះកុហកបោកប្រាស់នៅក្នុងការកឋានសំណង់អគារពាណិជ្ជកម្មដ៏ធំមួយកណ្ដាលក្រុងមេការណារងដែលជាមេការសំណង់ចាស់វស្សានិងជាមនុស្សមានចិត្តធម៌បានសង្កេតមើលដែតជាយូរមកហើយក៏ឃើញដែតមិនដែលដើរលេងមិនសេពគ្រឿងស្រវឹងដោយកម្មករដទៃទៀតឡើយបន្ទាប់ពីចេញធ្វើការដែតតែងតែអង្គុយមើលប្លង់ចាស់និងសួរដេញដោលពីបច្ចេកទេសសាងសង់ជានិច្ចថ្ងៃមួយមេការណារងបានហៅដែតមកជួបនៅក្នុងការិយាល័យបណ្ដោះអាសន្នរួចពោលឡើងទាំងទឹកមុខញញឹមដែតខ្ញុំមើលឃើញឯងជាមនុស្សមានចំណងចំណូលចិត្តខាងសំណង់និងមានការតស៊ូខ្ពស់ណាស់ប៉ុន្តែបើឯងនៅតែធ្វើជាកម្មករលីស៊ុំបែបនេះអស់មួយជីវិតក៏ឯងរើខ្លួនមិនរួចដែរឥឡូវមានសាលាណុយសាលារៀនវេនយប់មួយដែលគេបង្រៀនពីជំនាញបច្ចេកទេសសំណង់ការអានប្លង់និងការគ្រប់គ្រងគម្រោងខ្ញុំចង់ណែនាំឲ្យឯងទៅរៀននៅទីនោះតើឯងយល់យ៉ាងម៉េចដែរពាក្យសម្ដីរបស់មេការណារងប្រៀបដូចជាពន្លឺប្រទីបមួយជួយបំភ្លឺផ្លូវងងឹតរបស់បណ្ណាដែតលើកដៃសំពាក់ដឹងគុណទាំងទឹកភ្លេករលីងរលោងបាទមេការខ្ញុំចង់រៀនណាស់ខ្ញុំចង់ចេះចង់ដឹងដើម្បីផ្លាស់ប្ដូរជីវិតតែខ្ញុំខ្លាចគ្មានលុយបង់ថ្លៃសាលារឿងលុយកាក់កុំបារម្ភអី
ចាំឃីមជួយចេញអីខ្លះហើយកាត់កម្រៃការងារបន្តិចម្ដងចោះអ្វីដែលសំខាន់គឺឯងត្រូវតែខំប្រឹងមេការណារងអបវិញទាំងទឹកចិត្តអាណិតស្រឡាញ់ចាប់ពីថ្ងៃនោះមកជីវិតរបស់បណ្ណាដែលបានឈានចូលដល់របត់ថ្មីមួយដ៏ហត់នឿយតែពោរពេញដោយក្តីសង្ឃឹមជារៀងរាល់ថ្ងៃតាំងពីព្រលឹមទល់ល្ងាចគាត់ត្រូវធ្វើការងារធ្ងន់នៅក្នុងកាឋានលុះដល់ម៉ោង6ល្ងាចពេលកម្មករដទៃត្រឡប់ទៅសម្រាកដែលត្រូវប្រញាប់ប្រញាល់លាងសម្អាតខ្លួនប្រាណរើសៀវភៅនិងប៊ិចរត់ទៅសាលារៀនវេនយប់ទាំងមិនទាន់បានហូបបាយល្ងាចត្រឹមត្រូវផងនៅក្នុងថ្នាក់រៀនដែលអង្គុយស្ដាប់គ្រូបញ្យលទាំងខ្សែភ្នែកមើងម៉ាត់មិនឲ្យចន្លោះសូម្បីតែមួយម៉ាត់យប់ជ្រៅទើបត្រឡប់មកដល់បន្ទប់ជួលអង្គុយមើលមេរៀននិងមើលថែបុនស្រីរហូតដល់ពាក់កណ្ដាលអាធ្រាត្រទើបសម្រានក្នុងពេលជាមួយគ្នានោះដែរនៅឯគ្រូហ៊ុនគ្រឿងសម្អាងដ៏ធំជីវិតរបស់មាសស្រីរតក៏មានការប្រែប្រួលយ៉ាងខ្លាំងដូចគ្នាបន្ទាប់ពីការចាកចេញបាត់សម្រក់របស់បណ្ណាដែតកាលពីឆ្នាំមុនស្រីរតបានប្រែខ្លួនមកជាមនុស្សស្រីម្នាក់ដ៏ត្រជាក់ស្រេបនិងហ្មត់ចត់បំផុតនាងបានបដិសេធរាល់បរិះអ្នកមានទាំងអស់រួមទាំងការដេញដោលពីអុកញ៉ាច័ន្ទថនផងដែរនាងបានបោះបង់រឿងរ៉ាវស្នេហាទាំងអស់រួចងាកមកផ្ដោតអារម្មណ៍ពង្រឹងអាជីវកម្មគ្រឿងសម្អាងរបស់នាងឲ្យកាន់តែធំនិងលៃបន្លាញឡើងមួយកម្រិតទៀតទោះជាយ៉ាងណានៅក្នុងចិត្តរបស់នាងមិនដែលភ្លេចរូបភាពកំឡោះខៀវក្របីដែលមានទឹកចិត្តស្មោះត្រង់ម្នាក់នោះឡើយរាល់ពេលដែលនាងជិះឡានកាត់វាលស្រែឬតំបន់ជនបទនាងតែងតែសម្លឹងមើលទៅក្រៅបង្អួចទាំងក្តីសង្ឃឹមលាក់លៀមថានឹងបានឃើញវត្តមានរបស់បណ្ណាដែតត្រឡប់មកវិញនាងមិនបានដឹងទាល់តែសថាបុរសដែលនាងកំពុងតែនឹករលឹករស់នៅក្នុងទីក្រុងតែមួយជាមួយនាងដកដង្ហើមក្រោមមេឃតែមួយជាមួយនាងគ្រាន់តែស្ថិតនៅក្នុងឋានៈខុសគ្នាឆ្ងាយតែប៉ុណ្ណោះការតស៊ូប្រជែងនឹងជោគជតារបស់អ្នកទាំងពីរកំពុងតែដើរលើផ្លូវស្របគ្នាយ៉ាងស្ងៀមស្ងាត់បណ្ណាដែតខំប្រឹងរៀនសូត្របណ្ដោះបណ្ដាលសមត្ថភាពខ្លួនឯងពីមួយកម្រិតទៅមួយកម្រិតរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងការសិក្សាក្របពូជនៃការរើបំរាស់ជីវិតដែលលោតចេញពីភោគជ្រៅនៃខេត្តត្បូងឃ្មុំនាពេលនេះបានចាប់ផ្ដើមលាស់ស្លឹកនិងរៀបនឹងបង្កើតជាដើមឈើដ៏រឹងមាំមួយត្រៀមខ្លួនប្រឈមមុខនឹងព្យុះភ្លើងវែននឹងមុខដល់នៅថ្ងៃខាងមុខពេលវេលាប្រៀបដូចជាទឹករហូរមិនដែលរងចាំមនុស្សម្នាក់ណាឡើយ5ឆ្នាំកន្លងផុតទៅយ៉ាងលឿនរហ័សទីក្រុងភ្នំពេញកាន់តែប្រែមុខមាត់ថ្មីមានអគារខ្ពស់ៗរីកដុះដាលដោយផ្សិតឯជីវិតរបស់មនុស្សម្នាក់ក៏វិវត្តទៅតាមការខិតខំប្រឹងប្រែងរៀងៗខ្លួននៅក្នុងបន្ទប់ការិយាល័យតូចមួយប៉ុន្តែមានរបៀបរៀបរយនិងពេញទៅដោយប្លង់ស្ថាបត្យកម្មបុរសវ័យក្មេងម្នាក់កំពុងអង្គុយផ្ទៀងផ្ទាត់គំនូរប្លង់និងទិន្នន័យចំណាយយ៉ាងយកចិត្តទុកដាក់គាត់លេងជាកំឡោះខ្វាក្របីអាវដាច់ដាតសក់កំទ្រើងប្រឡាក់ដីភុកកាលពី5ឆ្នាំមុនទៀតហើយពេលនេះគាត់គឺលោកប្រធានឃុំប៉ុណ្ណាដាតម្ចាស់ក្រុមហ៊ុនម៉ៅការសំណុងខ្នាតតូចផ្ទាល់ខ្លួនមួយដែលកំពុងតែមានគេថាឈ្មោះបកសម្លេងខាងភាពហ្មត់ចត់និងភាពស្មោះត្រង់ក្នុងទីផ្សាររយៈពេល5ឆ្នាំនៃការរៀនសូត្រវេនយប់ផងនិងធ្វើការងារផងមិនបានកែប្រែត្រឹមតែចំណេះដឹងរបស់គាត់នោះទេប៉ុន្តែវាបានផ្លាស់ប្ដូររូបរាងខាងក្រៅរបស់គាត់ទាំងស្រុងបណ្ណាដាតក្នុងវ័យមកលេឆ្នាំជាងមានរូបរាងសង្ហាស្អាតបាតស្លៀកពាក់អាវស៊ុបក្នុងថ្លៃថ្នូរនិងមានខ្សែភ្នែកដ៏មានទំនុកចិត្តខ្ពស់ជាបុគ្គលិកលក្ខណៈរបស់មហាសេដ្ឋីវ័យក្មេងនាពេលអនាគតការរើបំរាស់ជីវិតរបស់បណ្ណាដាតមិនមែនបានមកដោយសារសំណាងឡើយគឺបានមកដោយសារញើសឈាមនិងទឹកភ្នែកពិតៗបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បច្ចេកទេសសាងសង់គាត់បានប្រើប្រាស់ប្រាក់សន្សំរួមជ្រោមជ្រែងពីអតីតមេការណារុងបង្កើតក្រុមជាងតូចមួយដែលទទួលមកការផ្ទះល្វែងនិងសំណង់តូចៗដោយសារគាត់ជាមនុស្សធ្វើការងារមានគុណភាពមិនដែលកាត់សម្ភារៈនិងផ្ដល់តម្លៃសមរម្យក្រុមហ៊ុនរបស់គាត់ក៏ចាប់ផ្ដើមរីកធំធាត់បន្តិចម្ដងរហូតអាចទិញផ្ទះផ្ទាល់ខ្លួននិងមានលទ្ធភាពបញ្ជូនបូនស្រីមុននេះឲ្យចូលរៀននៅសាកលវិទ្យាល័យធំដុំមួយនៅភ្នំពេញបងដាត
ញ៉ាំកាហ្វេសិនទេបងឃើញធ្វើការតាំងពីព្រលឹមមកហើយមុននេះនេះដែលពេលនេះពេញក្រមុំស្រស់ស្អាតនឹងរៀនពូកែបានដើរចូលមកហុចពេញកាហ្វេឲ្យបងប្រុសទាំងស្នាមញញឹមប៉ុន្តែដែលទៅងើបមុខពីផ្ទាំងប្លង់ញញឹមតបទៅបងអូនស្រីអរគុណណាស់ថាគម្រោងថ្មីនេះសំខាន់សម្រាប់ក្រុមហ៊ុនយើងណាស់បើពួកយើងអាចដេញថ្លៃឆ្នេះក្រុមហ៊ុនរបស់យើងនឹងអាចឈានឡើងទៅមួយកម្រិតទៀតបងចង់ឲ្យម៉ែដែលលើមេឃបានឃើញថាពួកយើងធ្វើបានហើយពួកយើងឡើងឲ្យគេជួនជាទៀតហើយទោះបីជាជោគជ័យមានលុយកាក់និងមានជីវភាពធូរធារយ៉ាងណាក៏ដោយប៉ុន្តែនៅក្នុងជម្រៅបេះដូងរបស់បណ្ណាដែតនៅតែមានចន្លោះប្រហោងមួយដ៏ធំធេងចន្លោះប្រហោងនោះគឺជារូបភាពរបស់មនុស្សស្រីម្នាក់ដែលគាត់ធ្លាប់ស្រឡាញ់ស្ទើរស្មើជីវិតមាសស្រីរត5ឆ្នាំមុខនេះគាត់មិនដែលលួចស៊ើបដំណឹងពីនាងទេព្រោះគាត់គិតថានាងប្រហែលជារៀបការជាមួយអ្នកមានបុណ្យស័ក្តិណាម្នាក់តាមការរៀបចំរបស់ម្ដាយនាងបាត់ទៅហើយគាត់បានយកភាពឈឺចាប់និងក្តីនឹករលឹកនោះមកធ្វើជាកម្លាំងរុញច្រានការងារតែមួយមុខគត់ក្នុងពេលជាមួយគ្នានោះដែរក្រុមហ៊ុនគ្រឿងសម្អាងរបស់មាសស្រីរតបានរីចម្រើនរហូតដល់ចំណុចកំពូលផលិតផលគ្រឿងសម្អាងធម្មជាតិដែលនាងបានចុះទៅស្រាវជ្រាវកាលពី5ឆ្នាំមុននៅខេត្តត្បូងឃ្មុំទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនធ្វើឲ្យនាងរកចំណូលបានរាប់លានដុល្លារដើម្បីពង្រីកវិសាលភាពអាជីវកម្មស្រីរតបានសម្រេចចិត្តទិញដីឡូតដ៏ធំមួយកណ្ដាលក្រុងដើម្បីសាងសង់អគារការិយាល័យកណ្ដាលនិងរោងចក្រផលិតខ្នាតស្តង់ដារអន្តរជាតិគម្រោងសាងសង់អគារដ៏ធំនេះត្រូវបានប្រកាសដេញថ្លៃជាសាធារណៈដែលទាក់ទាញក្រុមហ៊ុនសំណង់ធំៗជាច្រើននៅក្នុងប្រទេសចូលរួមលោកស្រីកល្យាជាម្ដាយបានព្យាយាមបង្ខំឲ្យស្រីរតប្រគល់គម្រោងនេះទៅឲ្យក្រុមហ៊ុនរបស់អុកញ៉ាច័ន្ទថនប៉ុន្តែស្រីរតដែលពេលនេះមានអំណាចពេញដៃក្នុងក្រុមហ៊ុនបានបដិសេធដាច់អហង្ការម៉ែគម្រោងនេះជាអនាគតរបស់ក្រុមហ៊ុនខ្ញុំនឹងជឿរលក្រុមហ៊ុនណាដែលមានសមត្ថភាពពិតប្រាកដមានភាពស្មោះត្រង់និងមានតម្លៃសមរម្យបំផុតមិនមែនជ្រើសរើសដោយសារតែខ្សែស្រឡាយឬបកពួកនោះឡើយស្រីរតឈួរមើលរបាយការណ៍ក្រុមហ៊ុនដេញថ្លៃយ៉ាងដកដង្ហើមធំសម្រស់របស់នាងនៅតែស្រស់ស្អាតដដែលប៉ុន្តែទឹកមុខរបស់នាងប្រែជាមើងម៉ាត់និងត្រជាក់ស្រេបគ្មានអ្នកណាអាចមើលដឹងពីជម្រៅចិត្តរបស់នាងឡើយនាងមិនបានដឹងតតែសោះថានៅក្នុងចំណោមឯកសារដេញថ្លៃរាប់សិបច្បាប់ដែលដាក់លើទូករបស់នាងមានឯកសារមួយច្បាប់ជារបស់ក្រុមហ៊ុនសំណង់គុំបណ្ណាដែតវាសនាដែលធ្លាប់តែបំបែកបំបាក់ពួកគេទាំងពីរនាពេលនេះបានចាប់ផ្ដើមបំវិលកងគេវិលត្រឡប់មកវិញហើយពួកគេបានដើរចេញពីចំណុចខុសគ្នាដកដង្ហើមឆ្លងកាត់ការឈឺចាប់រៀងខ្លួនហើយពេលនេះខ្សែជីវិតរបស់អតីតអ្នកខ្វៀលក្របីនិងប្រធានក្រុមហ៊ុនអភិជនរៀបនឹងរត់មកប្រសពគ្នាម្ដងទៀតក្នុងឋានៈនិងកាលៈទេសៈថ្មីមួយដែលគ្មានអ្នកណាអាចស្មានដឹងបន្ទាប់ពីថ្ងៃចុះកិច្ចសន្យាដ៏គួរឲ្យភ្ញាក់នោះមកពិភពលោករបស់មេស្រីរតហាក់ដូចជាត្រូវបានអង្រួនដោយរលកបួកកំចាស់ដ៏ខ្លាំងក្លាមួយនាងមិននឹកស្មានទាល់តែសោះថាបុរសដែលនាងធ្លាប់ស្រឡាញ់និងនឹករលឹកស្ទើរដាច់ខ្យល់រាល់ថ្ងៃស្រាប់តែលេចមុខមកវិញក្នុងឋានៈជាម្ចាស់ក្រុមហ៊ុនសំណង់ដ៏ជោគជ័យម្នាក់នៅក្នុងចិត្តរបស់នាងចង់រត់ទៅអោបគាត់ចង់សួរនាំពីសុខទុក្ខនិងចង់ប្រាប់គាត់ពីវាបដិសារីដែលដេកលះទុកក្នុងទ្រូងអស់រយៈពេល5ឆ្នាំប៉ុន្តែអ្វីគ្រប់យ៉ាងមិនសមប្រកបដោយការគិតឡើយទង្វើនិងកាយវិការរបស់ឃុំបណ្ណាដែតនៅក្នុងការជួបគ្នាលើកដំបូងនិងការពិភាក្សាការងារជាបន្តបន្ទាប់បានប្រែជាត្រជាក់ស្រេបដោយទឹកកកកណ្ដាលរដូវរងាគាត់រក្សាគម្លាតយ៉ាងដាច់ខាតមិនដែលនិយាយពីសម្ដីអតីតកាលសូម្បីតែខ្សែភ្នែកដែលគាត់សម្លឹងមុខនាងក៏គ្មានសេះសល់ពន្លឺនៃក្តីស្រឡាញ់កាលពីមុនបន្តិចណាឡើយមានតែភាពមើងម៉ាត់ហ្មត់ចត់និងជាផ្លូវកាយតែមួយគត់ជារៀងរាល់ព្រឹកបណ្ណាដែតតែងតែចុះមកពិនិត្យមើលការដ្ឋានសាងសង់អគារការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនគ្រឿងសម្អាងដោយផ្ទាល់គាត់ពាក់មួកសុវត្ថិភាពដៃកាន់ប្លង់
បញ្ជាការងារទៅកាន់វិស្វករនិងកម្មករដោយភាពស្វាហាប់ស្រីរតតែងតែឈើមើលគាត់ពីបង្អួតកញ្ចប់នៃការិយាល័យបណ្ដោះអាសន្នរបស់នាងទាំងចិត្តរំជើបរំជួលថ្ងៃមួយស្រីរតមិនអាចទ្រាំទ្រនឹងរបាំងនៃភាពត្រជាក់ស្រេបនេះបានទៀតឡើយនាងបានឆ្លៀតឱកាសពេលដែលកម្មករដទៃទៀតទៅសម្រាកហូបបាយថ្ងៃត្រង់ដើរចូលទៅជិតបណ្ណាដែលកំពុងតែឈរផ្ទៀងផ្ទាត់សសរគ្រឹះម្នាក់ឯងលោកប្រធានបណ្ណាតើលោកមានពេលបន្តិចទេខ្ញុំមានរឿងចង់ជជែកជាមួយស្រីរត់ពោលឡើងទាំងសម្លេងស្រទន់និងមានការស្ទឹកស្ទើរបណ្ណាដែលទៅងាបមកយឺតគួតដកមួកសុវត្ថិភាពចេញរួចលើកដៃសំពះគួរសមតាមឋានៈជំរាបសួរនៃនាងមាសស្រីរត់បើជារឿងបច្ចេកទេសសំណង់ឬរបាយការណ៍ចំណាយអ្នកនាងអាចជជែកជាមួយខ្ញុំបានភ្លាមប៉ុន្តែបើជារឿងផ្សេងខ្ញុំខ្លាចថាខ្ញុំគ្មានពេលគ្រប់គ្រាន់ទេបន្តិចទៀតខ្ញុំត្រូវទៅប្រជុំគម្រោងមួយទៀតពាក្យសម្ដីបដិសេធយ៉ាងគួរសមតែដាច់អហង្ការរបស់គាត់បានធ្វើឲ្យស្រីរតអួលដើមទឹកភ្នែករៀងនឹងហួសស្រក់បងដែតហេតុអីបងធ្វើដាក់អូនបែបហ្នឹង5ឆ្នាំមកនេះបងដឹងថាអូនរស់នៅលំបាកវេទនាក្នុងចិត្តយ៉ាងណាអូនព្យាយាមតាមរកបងគ្រប់កន្លែងហេតុអីពេលជួបគ្នាហើយបងធ្វើដូចជាមិនស្គាល់អូនបែបនេះប៉ុណ្ណាដែលក្តាប់ដៃណែនក្នុងហូបបើខោក្នុងជំរឿចិត្តរបស់គាត់ប្រៀបដូចជាមានភ្លើងដុតគាត់ឈឺចាប់មិនចាញ់នាងឡើយរូបភាពទឹកភ្នែករបស់ស្រីរតតែងតែមានឥទ្ធិពលលើបេះដូងគាត់ជានិច្ចតែរនាងនៃអតីតកាលរូបភាពម្ដាយដែលស្លាប់ទាំងក្តីអាម៉ាស់និងពាក្យសម្ដីជេរប្រមាថរបស់លោកស្រីកល្យានហាក់ដូចជាកំពុងតែឈររាំងផ្លូវគាត់យ៉ាងរឹងមាំគាត់មិនចង់ញញយល់ថាគាត់យកភាពជោគជ័យនៃពេលនេះមកដើម្បីទាមទារឬសុំក្តីអាណិតស្នេហាពីនាងនោះឡើយគាត់ចង់រក្សាសេចក្តីថ្លៃថ្នូរនិងរបាំងការពារខ្លួនឯងប៉ុន្តែដឹកសម្លឹងចំកែវភ្នែកស្រីរតទាំងទឹកមុខស្ងប់ស្ងាត់អ្នកនាងស្រីរតរឿងរ៉ាវកាលពី5ឆ្នាំមុនវាបានស្លាប់ទៅជាមួយយាយមាលាម្ដាយរបស់ខ្ញុំបាត់ទៅហើយពេលនេះអ្នកនាងគឺជាម្ចាស់គម្រោងដ៏ខ្ពង់ខ្ពស់ជាប្រធានក្រុមហ៊ុនគ្រឿងសម្អាងដ៏មានអំណាចចំណែកឯខ្ញុំគឺគ្រាន់តែជាអ្នកស៊ីឈ្នួលមកការសំណង់ធ្វើការងារដើម្បីដកដូរនិងប្រាក់កម្រៃមកចិញ្ចឹមជីវិតតែប៉ុណ្ណោះពួកយើងគ្មានរឿងអ្វីដែលត្រូវជជែកគ្នាក្រៅពីការងារឡើយសូមអ្នកនាងរក្សាកិត្តិយសខ្លួនឯងផងនិយាយចប់បណ្ណាដែលលើកដៃសំពះលារួចងាកក្រោយដើរចាក់ចេញទៅភ្លាមដោយមិនងាកក្រោយមើលទឹកភ្នែករបស់ស្រីស្អាតដែលកំពុងតែហួរស្រក់មកជោគទ្ពួរនៅឡើយស្រីរតឈរយំម្នាក់ឯងកណ្ដាលការដ្ឋានសំណង់ដ៏ទទេស្កាតនាងដឹងច្បាស់ថាភាពត្រជាក់ស្រេបរបស់ប៉ុណ្ណាដែតនៅពេលនេះមិនមែនការចេញពីភាពស្អប់ខ្ពស់នោះទេគឺការចេញពីរបួសចិត្តដ៏ជ្រៅដែលគ្រួសារនាងបានបន្សល់ទុកឲ្យគាត់របាំងវណ្ណៈសង្គមកាលពី5ឆ្នាំមុនត្រូវបានប៉ុណ្ណាដែតយកមកសាងសង់ជាមហាកំពែងចិត្តដើម្បីបិទបាំងខ្លួនឯងទោះជាយ៉ាងណាស្រីលឹកមិនទ្រាំបោះបង់ឡើយនាងដឹងថានាងត្រូវតែស្វែងរកការពិតនិងរកវិធីរំលាយផ្ទាំងទឹកកកក្នុងបេះដូងរបស់បុរសម្នាក់នេះឲ្យបានទោះជាត្រីហូរកាត់ទឹកភ្នែកច្រើនជាងនេះក៏ដោយភាពត្រជាក់ស្រេបនិងពាក្យសម្ដីកាត់កាលដ៏ដាច់អហង្ការរបស់ឃុំបណ្ណាដែតមិនបានធ្វើឲ្យមាសស្រីរតដកថយនៅឡើយផ្ទុយទៅវិញវាបានបង្កើតជាមន្ទិលសង្ស័យនិងការឈឺចាប់យ៉ាងខ្លាំងនៅក្នុងចិត្តរបស់នាងពាក្យសម្ដីរបស់គាត់ដែលថារឿងរ៉ាវកាលពី5ឆ្នាំមុនវាបានស្លាប់ទៅជាមួយយាយមាលាម្ដាយរបស់ខ្ញុំបាត់ទៅហើយបានធ្វើឲ្យស្រីរតដឹងថានៅមានអាថាកំបាំងដ៏ខ្មៅងងឹតមួយដែលនាងមិនទាន់បានដឹងដើម្បីស្វែងរកការពិតស្រីរតបានប្រើប្រាស់ទំនាក់ទំនងនិងធនធានទាំងអស់ដែលនាងមានដើម្បីលួចស្រាវជ្រាវពីប្រវត្តិជីវិតនិងការរស់នៅរបស់គ្រួសារប៉ុណ្ណាដែតក្នុងអំឡុងពេលដែលនាងចាក់ចេញពីខេត្តត្បូងឃ្មុំកាលពី5ឆ្នាំមុនមិនតែប៉ុណ្ណោះនាងបានតាមរកអ្នកភូមិជិតខាងនិងសាកសួរមេភូមិចាស់
ได้ทลับជួយរៀបចំពិធីបុណ្យសពយាយមីលៀនៅរសៀលថ្ងៃមួយឯកសារនិងរបាយការណ៍ស៊ើបអង្កេតទាំងអស់ត្រូវបានផ្ញើមកដល់តុធ្វើការរបស់នាងនៅពេលស្រីរតបើកអានព័ត៌មានលម្អិតបេះដូងរបស់នាងហាក់ដូចជាត្រូវគេកំទេចជាបំណែកនៅក្នុងរបាយការណ៍នោះបានបញ្ជាក់យ៉ាងច្បាស់ថានៅថ្ងៃដែលលោកស្រីកូលៀនម្ដាយរបស់នាងចុះទៅខេត្តត្បូងឃ្មុំគាត់មិនត្រឹមតែយកលុយទៅបោះឲ្យនោះទេប៉ុន្តែបានប្រើប្រាស់ពាក្យសម្ដីជេរប្រមាថជន់ឈ្លីកតិយន់និងមើលងាយគ្រួសារប៉ុណ្ណាដែរយ៉ាងធ្ងន់ធ្ងរធ្វើឲ្យយាយមីលៀដែលមានជំងឺប្រចាំកាយស្រាប់រងការប៉ះទង្គិចស្មារតីយ៉ាងខ្លាំងរហូតដល់គាំងបេះដូងនិងកក់ធ្លាក់ឈាមដាច់ខ្យល់ស្លាប់ទាំងក្តីអាម៉ាស់នៅយុគនោះទឹកភ្នែករបស់ស្រីរតបានហូរស្រកចុះមកចូលកាត់ផ្ទាំងក្រដាស់របាយការណ៍នាងយំសោកសឹកសួលខ្លួនប្រាណឡើងញ័រទៅត្រឹកព្រោះតែដឹងការពិតដកគួរឲ្យតក់ស្លុតនេះបងដាតអូនសុំទោសអូនមិនដឹងទាល់តែសោះថាម្ដាយរបស់អូនជាអ្នកសម្លាប់ម្ដាយរបស់បងគឺគ្រួសារអូនដែលបំផ្លាញជីវិតបងស្រីរតវាចាទាំងអួលដែលមឹកទឹកភ្នែកនិងវិបដិសារីបានសម្រុកមកបុកណែនក្នុងទ្រង់នាងយល់ច្បាស់ហើយថាហេតុអ្វីបានជា6ឆ្នាំនេះពុនណាដែលត្រូវរងទុក្ខវេទនានិងហេតុអ្វីបានជាគាត់ប្រែជាត្រជាក់ស្រេបដាក់នាងបែបនេះរបួសចិត្តមួយនេះវាធំធេងពេកសម្រាប់មនុស្សម្នាក់ដែលធ្លាប់តែស្លូតពោតដូចជាគាត់នៅល្ងាចថ្ងៃដដែលនោះមេឃនៅទីក្រុងភ្នំពេញស្រាប់តែប្រែជាខ្មៅងងឹតសតុំរលកខ្យល់បក់បោកយ៉ាងខ្លាំងហើយតំណក់ទឹកភ្លៀងក៏បានបង្អួរចុះមកយ៉ាងខ្លាំងដូចជួយំសម្រាប់ទុកសោកនៅក្នុងការដ្ឋានសំណង់ដែលកំពុងតែសាងសង់ពាក់កណ្ដាលតួអគារកម្មករទាំងអស់បានរត់ទៅជ្រកភ្លៀងអស់បន្សល់ទុកត្រឹមតែពន្ធដារដែលកំពុងឈរត្រួតពិនិត្យឧបករណ៍និងប្លង់សំណង់ការពារភ្លៀងទាំងជោគខ្លួនស្រីរតលែងខ្វល់ពីឋានៈជាប្រធានក្រុមហ៊ុនលែងខ្វល់ពីមេឃភ្លៀងឬភាពរងានាងបានរត់ចេញពីការិយាល័យសម្ដៅទៅកាន់ការដ្ឋានសំណង់ទាំងទឹកភ្លៀងលាឡំជាមួយតំណក់ទឹកភ្លៀងបងដាតស្រីរតស្រែកហៅឈ្មោះគាត់ទាំងសំឡេងខ្សោៗកណ្ដាលសំឡេងផ្គួរលន់ប៉ុណ្ណាដែលតងងាកមកឃើញស្រីរតដើរមកទាំងទឹកចូលខ្លួនទឹកមុខស្លេកស្លាំងកែវភ្នែកក្រហមហាមព្រក់តែយំខ្លាំងគាត់ភ័យព្រួយក្នុងចិត្តតែព្យាយាមរក្សាទឹកមុខស្ងាត់ស្ងាត់អ្នកនាងស្រីរតភ្លៀងខ្លាំងណាស់ហេតុអីមិនទៅជ្រកខាងក្នុងរត់មកទីនេះធ្វើអីស្រីរតមិនឆ្លើយតបឡើយនាងបានដើរមកដល់ចំពោះមុខគាត់រួចដួលលុតជង្គង់ចុះនៅលើដីភុកប្រឡាក់ដោយស៊ីម៉ងតកណ្ដាលមេឃភ្លៀងដ៏ត្រជាក់ស្រេបនាងលើកដៃសំពះបណ្ណាដែតទាំងទឹកភ្នែកហូរច្របូកច្របល់នឹងទឹកភ្លៀងបងដែតអូនដឹងរឿងគ្រប់យ៉ាងហើយអូនដឹងការពិតអស់ហើយអូនសុំទោសជំនួសម្ដាយរបស់អូនចំពោះរឿងគ្រប់យ៉ាងកាលពី5ឆ្នាំមុនគឺគ្រូសាររបស់អូនដែលធ្វើឲ្យយាយមីលីត្រូវស្លាប់គឺពួកអូនដែលបំផ្លាញក្តីសុខរបស់បងបើបងចង់ស្អប់ចង់ខឹងសូមបងខឹងនឹងធ្វើបាបអូនចុះកុំធ្វើដាក់ខ្លួនឯងបែបនេះឲ្យបងដែតរូបភាពស្រីស្អាតលំដាប់អភិជនប្រធានក្រុមហ៊ុនដ៏មានឥទ្ធិពលលុតជង្គង់យំសំទោសនៅលើដីភុកកណ្ដាលភ្លៀងបានធ្វើឲ្យដួងចិត្តដែលធ្លាប់តែសាងសង់របាំងការពាររបស់បណ្ណាដាតត្រូវរង្គោះរង្គើនិងរលាយសាបសូន្យមួយរំពេចខ្សែភ្នែកដ៏មើងម៉ាត់របស់គាត់បានប្រែជាទន់ជ្រាយភ្លាមទឹកភ្នែកកំឡោះដែលគាត់ខំប្រឹងលាក់ទុក5ឆ្នាំក៏បានហូរស្រក់មកលាយឡំជាមួយទឹកភ្លៀងដូចគ្នាគាត់មិនអាចត្រាំឃើញមនុស្សស្រីដែលគាត់ស្រឡាញ់បំផុតក្នុងជីវិតត្រូវមកលុតជង្គង់ឈឺចាប់នៅចំពោះមុខគាត់បែបនេះឡើយបណ្ណាដែតបានទម្លាក់ប្លង់កណ្ដឹងដៃចោលរួចស្ទុះទៅលុតជង្គង់អោបស្រីរតយ៉ាងណែនកណ្ដាលភៀវភ្លៀងដ៏ត្រជាក់តំណក់ទឹកភ្លៀងនៅតែបន្តបង្អចុំមកយ៉ាងខ្លាំងកណ្ដាលការដ្ឋានសំណង់ដ៏ល្វឹងល្វើយប៉ុន្តែភាពត្រជាក់ស្រេបនៃមេឃរងាមិនអាចបង្ក្រាបកម្ដៅនៃមនោសញ្ចេតនាដ៏ពុកកញ្ជ្រោលនៃទាំងពីរបានឡើយនៅក្នុងរង្វង់ដៃដ៏មមមួនរបស់ឃុំបណ្ណាដាតដែនដៃនៃភាពរឹងរូស5ឆ្នាំរបស់គាត់បានរលាយសាបសូន្យដោយផ្ទាំងទឹកកកត្រីកម្ដៅថ្ងៃគាត់អោបមាសស្រីរតយ៉ាងណែន
ហាក់ដូចជាខ្លាចថាមនុស្សស្រីនៅចំពោះមុខនេះនឹងរលាយបាត់ទៅតាមតំណក់ទឹកភ្លៀងម្ដងទៀតសំឡេងយំខ្សាក់ស្រួលរបស់ស្រីរ័ត្នលេឡំជាមួយសំឡេងដកដង្ហើមធំទាំងអួលដាលំរបស់បណ្ណាដែតរបាំងវណ្ណៈសង្គមភាពមាននិងការគុំគួនទាំងឡាយដែលធ្លាប់តែជាមហាកំពែងខណ្ឌចែកពិភពលោករបស់អ្នកទាំងពីរនេះពេលនេះត្រូវបានកំទេចចោលគ្មានសេសសល់ត្រឹមតែតំណក់ទឹកភ្នែកនិងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដែលលែកទុកក្នុងជំរឿចិត្តតែប៉ុណ្ណោះស្រីរ័ត្នក្រោកឡើងមកអូនគុំធ្វើបែបនេះអីបងមិនដែលខឹងឬសោកអូនឡើយបណ្ណាដែតពោលឡើងទាំងសំឡេងយួរទៅត្រឹកគាត់គ្រាស្រីរ័ត្នឲ្យក្រោកឈរឡើងរួចយកដៃជូតទឹកភ្លៀងលាទឹកភ្លៀងលើមុខរបស់នាងថ្នមស្រីរ័ត្នសម្លឹងមើលចំកែវភ្នែករបស់គាត់ទាំងទឹកមុខស្លេកស្លាំងបងដែតបងពិតជាមិនស្អប់អូនមែនទេគឺគ្រួសាររបស់អូនដែលបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់បងអូនមានអារម្មណ៍ខុសមានអារម្មណ៍ខកចិត្តនឹងខ្លួនឯងខ្លាំងណាស់បណ្ណាដែតក្រវីក្បាលរួយទាននាងមកអោបក្បែរទ្រូងម្ដងទៀតដើម្បីផ្ដល់ភាពកក់ក្ដៅបងដឹងច្បាស់ថាអូនមិនបានដឹងរឿងនេះឡើយ5ឆ្នាំមកនេះដែលបងព្យាយាមធ្វើខ្លួនត្រជាក់ស្រេបដាក់អូនមិនមែនមកពីបងស្អប់អូនទេប៉ុន្តែបងចង់កសាងខ្លួនឯងចង់មានឋានៈនិងសមត្ថភាពពិតប្រាកដដើម្បីអាចឈរនៅចំពោះមុខអូនដោយមោទនភាពមិនមែនជាញាក់ខ្វៀលក្របីក្រីក្រដែលគេអាចជន់ជរីបានតាមចាត់ដោយកាលពីមុនទៀតឡើយបងស្រឡាញ់អូនស្រឡាញ់តែអូនម្នាក់គត់ស្រីរ័ត្នពាក្យថាស្រឡាញ់ចេញពីបបោមាត់របស់បណ្ណាដែតបានធ្វើឲ្យបេះដូងរបស់ស្រីរ័ត្នដែលធ្លាប់តែស្លាប់បាត់បង់ជីវិតអស់5ឆ្នាំត្រឡប់អស់មានឈាមចរនិងលោតញាត់ញ័រឡើងវិញនាងងត់ក្បាលអបចង្កេះគាត់យ៉ាងណែនមិនព្រមលែងភ្លៀងចាប់ដើមរាំងតិចពន្លឺព្រះអាទិត្យដៀបលិចពណ៌មាសបានចែកកាត់ពពកខ្មៅបង្កើតជាពន្លឺស្រទន់គ្រប់ដណ្ដប់លើអ្នកទាំងពីរហាក់ដូចជាទេវតាចងដៃប្រគល់ពរជ័យឲ្យស្នេហាដែលឆ្លងកាត់ការឈឺចាប់មួយនេះបន្ទាប់ពីជជែកគ្នាយល់ចិត្តខ្លាំងឡើងវិញបណ្ណាដែតបាននាំស្រីរ័ត្នទៅផ្លាស់ប្ដូរសម្លៀកបំពាក់និងនាំទៅស្គាល់ផ្ទះថ្មីរបស់គាត់រួមទាំងបានជួបជុំជាមួយមុននីនេតផងដែរមុននីនេតឃើញស្រីរ័ត្នភ្លាមនាងរំភើបចិត្តយ៉ាងខ្លាំងនិងបានរត់មកអោបបងថ្លៃទាំងទឹកភ្នែកព្រោះនាងដឹងច្បាស់ថាបើគ្មានរូបភាពរបស់ស្រីរ័ត្នជាកម្លាំងចិត្តទេបងប្រុសរបស់នាងក៏គ្មានថ្ងៃតស៊ូរហូតមានថ្ងៃនេះដែរភាពកក់ក្ដៅនៃគ្រួសារតូចមួយនេះបានធ្វើឲ្យស្រីរ័ត្នមានអារម្មណ៍ថានាងបានរកឃើញបទពិតប្រាកដរបស់នាងហើយទោះជាយ៉ាងណាសេចក្តីសុខដ៏ផ្អែមល្ហែមនេះមិនទាន់អាចស្ថិតថេរបានយូរឡើយពួកគេទាំងពីរដឹងច្បាស់ថាឧបសគ្គដ៏ធំនិងរឹងមាំបំផុតដែលកំពុងតែឈរចាំផ្លូវពួកគេនៅចំពោះមុខគឺលោកស្រីកល្យានម្ដាយបង្កើតរបស់ស្រីរ័ត្នគាត់មិនមែនជាមនុស្សដែលងាយនឹងចោះចាញ់ឬព្រមទទួលយកការខុសត្រូវចំពោះទង្វើអតីតកាលនោះឡើយបងដែតលើកនេះទោះជាមានរឿងអ្វីកើតឡើងក៏អូនមិនព្រមលែងដៃបងដែរអូននឹងឈរនៅក្បែរបងប្រឈមមុខនឹងម៉ែស្រីរ័ត្ននិយាយទាំងខ្លែភ្នែកមើងម៉ាត់ដាច់ខាតប៉ុណ្ណាដែតកាន់ដៃនាងយ៉ាងណែនទឹកមុខរបស់គាត់ពេញទៅដោយទំនុកចិត្តរបស់បុរសដែលឆ្លងកាត់ភីវជីវិតបាស្រីរ័ត្នលើកនេះបងលែងជាដែតអ្នកខ្វៀវក្របីដែលចាស់តែលុតជង្គង់អង្វរគេទៀតហើយបងនឹងការពារអូនការពារស្នេហារបស់យើងដោយសមត្ថភាពនិងភាពត្រឹមត្រូវទាំងអស់ដែលបងមានខ្សែភ្នែកញាទាំងពីរដែលសម្លឹងមើលទៅទីក្រុងភ្នំពេញនាពេលរាត្រីពោពេញដោយភាពរឹងមាំពួកគេដឹងថាថ្ងៃស្អែកភ្ជុកភៀងចុងក្រោយនៃរញ្ញាំងវណ្ណៈសង្គមនឹងបោកមកដល់ប៉ុន្តែលើកនេះពួកគេនឹងដើរទន្ទឹមគ្នាមិនឃ្លាតឆ្ងាយឡើយដំណឹងនៃការផ្សារស្នេហ៍ចាស់រវាងមាសស្រីរ័ត្ននិងឃុំបណ្ណាដែតមិនអាចលាក់បាំងបានយូរឡើយវានៅតែបន្តហូរចូលទៅដល់ត្រចៀករបស់លោកស្រីកល្យានក្នុងរយៈពេលដ៏ខ្លីនៅពេលដែលគាត់បានដឹងថា
ម្ចាស់ក្រុមហ៊ុនម៉ៅកាសំណុងវិក្មេងដែលឈ្នះគម្រោងសាងសង់អគារការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនកូនស្រីខ្លួនគឺអតីតអ្នកខ្វៀលក្របីអោដាច់ដាតកាលពី5ឆ្នាំមុនលោកស្រីកល្យានស្ទើរតែកាំងបេះដូងដោយសារតែកំហឹងនិងភាពតក់ស្លុតសម្រាប់ស្ត្រីអភិជនដែលរស់នៅលើគំនរកិត្តិយសនិងការរើសអើងវណ្ណៈស្មើជីវិតដូចជាគាត់ទង្វើរបស់ពុនណាដែតប្រៀបដូចជាការតេះកំប្លែងគាត់ចំកណ្ដាលសង្គមគាត់មិនត្រឹមតែមិនមានវិបត្តិនិស្ស័យចំពោះរឿងរ៉ាវអតីតកាលដែលបានធ្វើឲ្យយាយមីលាត្រូវស្លាប់នោះទេប៉ុន្តែគាត់បែរជាមានគំនិតគុំគួនកាន់តែខ្លាំងដោយយល់ថាពុនណាដែតកំពុងតែប្រើប្រាស់ភាពមានបាននាពេលនេះមកដើម្បីសងសឹកនិងទានកូនស្រីគាត់ឲ្យធ្លាក់ទៅក្នុងដើមកំដាតទៀបថោកដដែលស្រីរតអញឈួតហើយមែនទេលោកស្រីកល្យានស្រែកកំហុសពេញវិឡាដ៏ស្គមស្កៃនៅពេលស្រីរតដើរចូលមុខប្រឈមមុខវាគ្រាន់តែជាកូនមីស្រែកាលពីមុនស៊ីឈ្នួលខ្វៀលក្របីឲ្យគេឥឡូវមានលុយបន្តិចបន្តួចបើក្រុមហ៊ុនកំពេចកំពុកចង់មកធ្វើខ្លួនស្មើនឹងពួកយើងម៉ែមិនព្រមឲ្យឯងយកអនាគតទៅផ្ញើលើមនុស្សដើមកំណើតថោកទាបបែបនោះជាដាច់ខាតស្រីរតសម្លឹងមើលមុខម្ដាយបង្កាកទាំងខ្លាយភ្នែកត្រជាក់ស្រេបគ្មានការភ័យខ្លាចដោយការពី5ឆ្នាំមុនទៀតឡើយម៉ែមនុស្សដែលម៉ែជាថាថោកទាបនោះគេប្រើប្រាស់ញើសឈាមនិងភាពត្រឹមត្រូវតស៊ូរហូតមានថ្ងៃនេះគេមិនបានប្រើល្បិចកលឬជន់ឈ្លានឯណាដោយម៉ែឡើយលើកនេះទោះជាម៉ែប្រើវិធីណាក៏ដោយក៏ខ្ញុំមិនបោះបង់បងដែរខ្ញុំនឹងរៀបការជាមួយគាត់ល្អណាស់បើឯងរឹងរូសឯងកុំខុសចិត្តលោកស្រីកល្យាននិយាយទាំងក្រវ៉ាត់បែងតែចៅបាច់ខ្ចាយក្នុងចិត្តរបស់គាត់បានរៀបចំផានកាយគុំតិចប៉ុណ្ណាដែរអូរលាម្ដងទៀតលោកស្រីកល្យានដឹងច្បាស់ថាគាត់មិនអាចបង្ខំស្រីរ៉ាត់បានដល់ផ្ទាល់ឡើយព្រោះស្រីរ៉ាត់មានអំណាចពេញដៃក្នុងក្រុមហ៊ុនគ្រឿងសម្អាងដូច្នេះគាត់បានងាកទៅប្រើប្រាស់យុទ្ធសាស្ត្រកាត់ផ្ដាច់ប្រភពដង្ហើមរបស់ប៉ុណ្ណាដែរវិញគាត់បានណាត់ជួបជាមួយជន្ទូដែលជាគូប្រជែងអាជីវកម្មដ៏មានល្បិចកលក្នុងវិស័យសំណង់និងជាមនុស្សដែលខឹងសម្បានឹងប៉ុណ្ណាដែរខ្លាំងបំផុតព្រោះតែប៉ុណ្ណាដែរបានដេញថ្លៃឈ្នះគម្រោងធំកន្លងមកនៅក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់មួយលោកស្រីកល្យាននិងចន្ទូបានរួមគំនិតគ្នាយ៉ាងសម្ងាត់លោកស្រីកល្យានបានប្រើប្រាស់ឥទ្ធិពលហិរញ្ញវត្ថុនិងទំនាក់ទំនងខ្សែស្រឡាយអភិជនរបស់គាត់ទៅគៀបសង្កត់ធនាគារនានាដែលជាអ្នកផ្ដល់កម្ចីទុនបង្វិលឲ្យក្រុមហ៊ុនសំណង់របស់ប៉ុណ្ណាដែរក្នុងពេលជាមួយគ្នាចន្ទូបានប្រើប្រាស់ល្បិចទិញផ្ដាច់សម្ភារៈសំណង់ស៊ីម៉ង់ដែកនិងថ្មពីដេប៉ូធំនៅក្នុងក្រុងមិនឲ្យលក់ទៅឲ្យក្រុមហ៊ុនរបស់ប៉ុណ្ណាដែរឡើយត្រឹមតែរយៈពេល1សប្តាហ៍ព្យុះភ្លៀងអាជីវកម្មបានបកមកលើប៉ុណ្ណាដែរយ៉ាងគំហុកធនាគារបានផ្ញើលិខិតផ្អាកការបញ្ចេញទុនភ្លាមដោយគ្មានមូលហេតុច្បាស់លាស់ឯដេប៉ូផ្គត់ផ្គង់សម្ភារៈក៏បានបដិសេធមិនព្រមដឹកជញ្ជូនដែកនិងស៊ីម៉ង់មកការដ្ឋានអគារគ្រឿងសម្អាងឡើយទោះជាប៉ុណ្ណាដែរព្រមបើកលុយមុនក៏ដោយការដ្ឋានសំណង់ដ៏ធំដែលកំពុងតែដំណើរការយ៉ាងរលូនស្រាប់តែត្រូវគៀងងក់ខ្វះខាតសម្ភារៈនិងប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃប្រសិនបើការសាងសង់ត្រូវពន្យាពេលមិនទាន់គេសន្យានៅក្នុងការិយាល័យសំណង់ដ៏តានតឹងបណ្ណាដែលអង្គុយយកដៃទប់ថ្ងៃទឹកមុខរបស់គាត់ពេញទៅដោយភាពហត់នឿយប៉ុន្តែខ្សែភ្នែកនៅតែមើងម៉ាត់វិស្វករនិងមេការរត់ចូលមករាយការណ៍ទាំងភ័យស្លឹងស្លោលោកប្រធានឥឡូវដែកសរសៃនិងបេតុងលាយស្រេចដែលយើងកំងគេមិនព្រមដឹកឲ្យយើងទេបើនៅតែបែបនេះគម្រោងយើងនឹងត្រូវខូចខាតទាំងស្រុងដែលដកដង្ហើមធំតិចក៏ដឹងច្បាស់ថានេះមិនមែនជាបញ្ហាទីផ្សារធម្មតាទេគឺវាជាល្បិចកលរបស់លោកស្រីកល្យាដែលចង់ជន់ឈ្លីជីវិតគាត់ជាលើកទី2ភាពក្រីក្រកាលពីមុនត្រូវបានជំនួសដោយសម្ពាធនៃអំណាចទឹកលុយរបស់វណ្ណៈខ្ពស់ទោះជាយ៉ាងណាប៉ុណ្ណាដែរនៃពេលនេះលែងជាកំឡោះខឿលក្របីដែលចេះតែយំសោកអង្វរប្រជតាកម្មទៀតហើយគាត់បានក្រោកឈរឡើងសម្លឹងមើលទៅក្រៃបង្អួតទាំងទឹកមុខបដិញ្ញាចិត្តយ៉ាងខ្លាំង
លោកស្រីកល្យាន5ឆ្នាំមុនលោកស្រីអាចបំផ្លាញជីវិតម្ដាយខ្ញុំបានដោយសារលុយតែលើកនេះលោកស្រីមិនអាចកំទេចខ្ញុំបានឡើយខ្ញុំនឹងប្រយុទ្ធប្រឆាំងរហូតដល់ទីបំផុតដើម្បីកិត្តិយសរបស់គ្រួសារខ្ញុំនិងដើម្បីការពារមនុស្សស្រីដែលខ្ញុំស្រឡាញ់ ព្យុះភ្លៀងនយោបាយពាណិជ្ជកម្មដែលបង្កឡើងដោយការរួមគំនិតគ្នារវាងលោកស្រីកល្យាននិងចន្ទធូបានវាយប្រហារក្រុមហ៊ុនសំណង់របស់ឃុំប៉ុណ្ណាដែតយ៉ាងចាក់ដៃល្បិចកលទិញផ្ដាច់សម្ភារៈសំណង់និងការគៀបសង្កត់ប្រភពទុនពីធនាគារបានធ្វើឲ្យការដ្ឋានអគារការិយាល័យកណ្ដាលគ្រឿងសម្អាងត្រូវធ្លាក់ក្នុងភាពកកស្ទះគ្រឿងចាក់ធំៗត្រូវបញ្ឈប់ដំណើរការកម្មករសំណង់រាប់សិបនាក់អង្គុយត្រមងត្រង់ឲ្យកែនក្តីបារម្ភព្រោះខ្វះខាតដែកនិងស៊ីម៉ងតង់សម្រាប់ចាក់បេតុងគ្រឹះជាន់បន្តបន្ទាប់បណ្ណាដែលដឹងច្បាស់ថាប្រសិនបើស្ថានភាពនេះនៅតែអូសបន្លាយតែ2-3សប្តាហ៍ទៀតក្រុមហ៊ុនរបស់គាត់នឹងត្រូវប្រឈមមុខនឹងការខ្សែធនហើយគេទៅឈួកដែលខំសាង5ឆ្នាំនឹងត្រឹងរលាសាបសូន្យភ្លាមរៀងរាល់យប់ពូលីសភ្លើងនៅក្នុងការិយាល័យរបស់គាត់មិនដែលរលត់ឡើយគាត់ខំប្រឹងទូរស័ព្ទទៅដៃគូផ្គត់ផ្គង់ចាស់ប៉ុន្តែអ្វីដែលទទួលបានគឺការបដិសេធទាំងបង្ខំចិត្តព្រោះគ្មានអ្នកណាហ៊ានតតាំងនឹងឥទ្ធិពលទឹកលុយរបស់លោកស្រីកល្យាននិងខ្សែស្រឡាយអភិជនឡើយដំណឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះបានហូរចូលទៅដល់ត្រចៀករបស់មាសស្រីរតក្នុងពេលដ៏ខ្លីនាងបានដឹងភ្លាមថានេះគឺជាទង្វើដ៏អយុត្តិធម៌របស់ម្ដាយបង្កើតខ្លួនឯងស្រីរតមិនបានបង្អង់យូរឡើយនាងបានដើរចូលទៅក្នុងវីឡាដើម្បីប្រឈមមុខនឹងលោកស្រីកល្យានម្ដងទៀតទាំងទឹកមុខដាច់ខាតម៉ែជប់ធឿបាក់បងដែរទៅទង្វើដែលម៉ែសហការជាមួយចន្ទធូដើម្បីបំផ្លាញក្រុមហ៊ុនគាត់វាថោកទាបពេកហើយម៉ែមិនត្រឹមតែបំផ្លាញម៉ងដាកទេតែម៉ែកំពុងតែបំផ្លាញគម្រោងអគាររបស់ក្រុមហ៊ុនខ្ញុំដូចគ្នាលោកស្រីកល្យានក្រែបតែទឹកមុខញញឹមខ្នាញ់ម៉ែធ្វើនេះគឺដើម្បីឲ្យវាដឹងខ្លួនថាទឹកលុយនិងអំណាចរបស់វណ្ណៈខ្ពស់វាមិនមែនជាអ្វីដែលមនុស្សបាតសង្គមដូចជាវាអាចមកប្រកួតប្រជែងបានឡើយបើវាចង់ឲ្យក្រុមហ៊ុនវារស់ឲ្យវាដើរចេញពីឯងទៅគ្មានថ្ងៃឡើយម៉ែស្រីរតស្រែកឡើងទាំងទឹកភ្នែកនិងកាយខកចិត្តជាទីបំផុត5ឆ្នាំមុនគៀងធួបធ្វើជាកូនស្រីទុនជ្រាយដែលបណ្ដោយឲ្យម៉ែបំផ្លាញក្តីសុខរបស់ខ្ញុំតែលើកនេះគ្មានថ្ងៃឡើយបើម៉ែចង់ប្រើទឹកលុយមកជន់ឈ្លាពួកយើងខ្ញុំនឹងបង្ហាញឲ្យម៉ែឃើញពីកម្លាំងចិត្តពិតប្រាកដត្រឡប់មកដល់ការិយាល័យវិញស្រីរតបានធ្វើការសម្រេចចិត្តដ៏ធំមួយដែលធ្វើឲ្យបុគ្គលិកគ្រប់គ្នាស្រឡាំងកាំងនាងបានប្រមូលទ្រព្យសម្បត្តិផ្ទាល់ខ្លួនគ្រឿងអលង្ការនិងផ្ទះវីឡាផ្ទាល់ខ្លួនដែលនាងទិញដោយលុយសន្សំយកទៅដាក់បញ្ចាំនៅស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដើម្បីប្តូរជាសាច់ប្រាក់សុទ្ធរាប់សិបម៉ឺនដុល្លារមិនតែប៉ុណ្ណោះនាងបានប្រើប្រាស់សិទ្ធិជាប្រធានក្រុមហ៊ុនគ្រឿងសម្អាងបញ្ចេញកញ្ចប់ថវិកាមុនកិច្ចសន្យា Advance Payment ទៅឲ្យក្រុមហ៊ុនរបស់បណ្ណាដែតដោយមិនខ្វល់ពីការគំរាមកំហែងដកតំណែងពីក្រុមប្រឹក្សាភិបាលដែលម្ដាយនាងព្យាយាមរៀបចំឡើយនាងបានកាន់កាបូបដាក់ឯកសារមូលបទានប័ត្រដើរចូលមកក្នុងភូមិគ្រឹះសំណង់របស់បណ្ណាដែតទាំងស្នាមញញឹមផ្ដល់កម្លាំងចិត្តបងដែតនេះជាទុនបង្វិលសុទ្ធដែលអូនរៀបចំជូនបងអូនបានប្រើភាគហ៊ុននិងទ្រព្យសម្បត្តិទាំងអស់របស់អូនដើម្បីធានាគម្រោងនេះបងយកលុយនេះទៅដោះស្រាយបញ្ហាភ្លាមទៅបណ្ណាដែតសម្លឹងមើលមូលបទានបទនិងដឹងពីការលះបង់ដ៏ធំធេងរបស់ស្រីរតគាត់រំជួលចិត្តយ៉ាងខ្លាំងរហូតស្រក់ទឹកភ្នែកគាត់ចាប់ដៃនាងយ៉ាងណែនស្រីរតអូនលះបង់ដើម្បីបងច្រើនពេកហើយបើគម្រោងនេះមានបញ្ហាអូននឹងត្រូវបាត់បង់គ្រប់យ៉ាងណាអូនស្រីរតងក់ក្បាលទឹកភ្នែករមៀលធ្លាក់ចុះមកទាំងស្នាមញញឹមអូនមិនខ្លាចបាត់បង់ទ្រព្យសម្បត្តិឡើយអ្វីដែលអូនខ្លាចបំផុតគឺការបាត់បង់បងម្ដងទៀត5ឆ្នាំមុនបងតស៊ូម្នាក់ឯងក្នុងភាពងងឹតតែលើកនេះអូននឹងឈរនៅក្បែរបងរួមសុខរួមទុក្ខជាមួយបង
ទោះជាត្រូវធៀខ្លួនក្រកសតដេញក្របីជាមួយបងម្ដងទៀតក៏អូនស្ម័គ្រចិត្តដែរកម្លាំងចិត្តនិងទឹកចិត្តលះបង់ដ៏អស្ចារ្យរបស់ស្រីរតប្រៀបដូចជាខ្យល់ដង្ហើមទឹកដាស់តឿនឲ្យស្មារតីប្រយុទ្ធរបស់ប៉ុណ្ណាដែតពុះកញ្ជ្រោលឡើងដល់កំពូលមានលុយសុទ្ធនៅក្នុងដៃប៉ុណ្ណាដែតលែងពឹងផ្អែកលើធនាគារក្នុងស្រុកឬដេប៉ូផ្គត់ផ្គង់ដែលរងឥទ្ធិពលពីលោកស្រីកល្យានទៀតហើយគាត់បានណែនាំក្រុមការងារឲ្យបើកឡានចុះទៅស្វែងរកដៃគូផ្គត់ផ្គង់សម្ភារៈសំណង់ខ្នាតធំនៅតាមបណ្ដាខេត្តជាប់ព្រំដែននិងបានទាក់ទងទិញដែកសរសៃនិងស៊ីម៉ងតគុណភាពខ្ពស់នាំចូលពីបរទេសដោយផ្ទាល់ដោយប្រើប្រាស់សាច់ប្រាក់សុទ្ធដើម្បីទូទាត់ភ្លាមៗដែលធ្វើឲ្យភាគីអ្នកលក់ពេញចិត្តជាខ្លាំងនិងព្រមដឹកជញ្ជូនមកឲ្យគាត់ទាំងយប់ទាំងថ្ងៃមិនត្រឹមតែប៉ុណ្ណោះភាពស្មោះត្រង់របស់បណ្ណាដែតចំពោះកម្មករសំណង់ក្នុងគ្រាលំបាកនេះគាត់បានសម្រេចចិត្តបើកប្រាក់ខែនិងប្រាក់លើកទឹកចិត្តទ្វារដងដល់កម្មករទាំងអស់ដែលព្រមរួមសុខរួមទុក្ខជាមួយគាត់កម្មកររាប់សិបនាក់លុះឃើញទឹកចិត្តដ៏ថ្លៃថ្នូររបស់ថៅកែវ័យក្មេងរូបនេះពួកគេបានស្រេះបដិញ្ញាចិត្តរួមគ្នាយ៉ាងខ្លាំងក្លាពួកយើងនឹងធ្វើការដាច់យប់ពួកយើងនឹងជួយលោកប្រធានសាងសង់អគារនេះឲ្យរួចរាល់ទាន់ពេលវេលាទោះជាហត់នឿយយ៉ាងណាក៏ដោយពន្លឺភ្លើងស្ពតការដ្ឋានសំណង់ត្រូវបើកភ្លឺចិញ្ចាចកាត់ភាពងងឹតនៃរាត្រីសំឡេងម៉ាស៊ីនលាយបេតុងចាប់ផ្ដើមបន្លឺឡើងវិញយ៉ាងកក្រឹកកក្រែងប៉ុន្តែដែតពាក់មួកសុវត្ថិភាពឈរបញ្ជាការងារក្បែរស្រីរតទាំងខ្សែភ្នែកមើងម៉ាត់ភៀវល្បិចកលរបស់វណ្ណៈអភិជនមិនត្រឹមតែមិនអាចកំទេចកំឡោះខ្វៀវក្រវៃរូបនេះបានឡើយប៉ុន្តែវាកំពុងតែជួយដោះខាត់ឲ្យគាត់កាន់តែរឹងមាំនិងត្រៀមខ្លួនបោះជំហានទៅរកជ័យជំនះដ៏ត្រចះត្រចង់នៅចំពោះមុខពន្លឺស្ពតភ្លើងរាប់សឹមគ្រឿងបានជះពន្លឺចិញ្ចាចពេញការដ្ឋានសំណង់ដ៏មមាញឹកកណ្ដាលរាត្រីខណៈដែលទំនក់ញើរាប់ពាន់ដំណក់របស់ឃុំបណ្ណាដែតនិងកម្មករទាំងអស់បានហូរស្រក់ចុះមកលើផ្ទាំងបេតុងបន្ទាប់ពីទទួលបានកញ្ចប់ទុនបម្រុងនិងការលះបង់ដ៏អស្ចារ្យពីមាសស្រីរតរួចមកបណ្ណាដែតលែងមានការរីរែកចិត្តឬភ័យខ្លាចទៀតហើយគាត់បានបោះជំហានចូលទៅក្នុងសមរភូមិអាជីវកម្មនេះក្នុងនាមជាអ្នកប្រយុទ្ធដ៏រឹងមាំម្នាក់ដោយមានសម្ភារៈសំណង់គុណភាពខ្ពស់ដែលដឹកជញ្ជូនចូលពីបរទេសផ្ទាល់ដៃនិងកម្លាំងចិត្តពេញទំហឹងបណ្ណាដែតបានសម្រេចចិត្តផ្លាស់ប្ដូរយុទ្ធសាស្ត្រការងារដោយបែងចែកកម្មករជា3វេនសហការគ្នាធ្វើការ24ម៉ោងលើ24ម៉ោងមិនឲ្យម៉ាស៊ីនសម្រាកឡើយខ្លួនគាត់ផ្ទាល់ក៏លែងដេកពួនត្រឹមត្រូវដែររូបរាងសង្ហាក្នុងអាវស៊ឺក្នុងកាលពីមុនត្រូវបានជំនួសដោយសម្លៀកបំពាក់ការឋានប្រឡាក់ធូលីដីនិងស៊ីម៉ងគាត់ចុះទៅកាន់ផ្ទាល់ជួយលីដែកជួយវាស់កម្រិតកម្ពស់និងដេកសម្រាកក្នុងខ្ទង់បណ្ដោះអាសន្នក្បែរគំនូសខ្សាច់ដើម្បីតាមដានការងារមិនឲ្យចន្លោះសូម្បីតែ1វិនាទីទឹកចិត្តដ៏ថ្លៃថ្នូរនិងការលះបង់ស្មារតីជីវិតរបស់បណ្ណាដែតបានដុតរំលីបេះដូងកម្មករសំណង់រាប់សិបនាក់ពួកគេមើលឃើញបណ្ណាដែតមិនត្រឹមតែជាថៅកែឬប្រធានក្រុមហ៊ុននោះទេប៉ុន្តែជាបងប្អូនបង្កើតដែលកំពុងតែតស៊ូការពារកិត្តិយសរួមគ្នាលោកប្រធានបើលោកប្រធានមិនថយពួកយើងក៏មិនថយដែរពួកយើងនឹងរុញគម្រោងនេះឲ្យរួចរាល់មុនកិច្ចសន្យាឲ្យមើលសំឡេងបដិញ្ញាចិត្តរបស់មេការនិងកម្មករជើងចាក់បានបន្លឺឡើងកាត់សំឡេងម៉ាស៊ីនចាក់បេតុងភាពស្មោះត្រង់5ឆ្នាំមុននេះបានបង្កើតជាខែលការពារដ៏រឹងមាំដែលទឹកលុយនិងអំណាចរបស់លោកស្រីកល្យាមិនអាចទិញដូរបានឡើយក្នុងពេលជាមួយគ្នានោះផែនការបំផ្លាញរបស់ជន្ទូនិងលោកស្រីកល្យានមិនទទួលបានផលដោយការរំពឹងទុកឡើយជន្ទូដែលបានចំណាយលុយរាប់សិបម៉ឺនដុល្លារទិញផ្ដាច់ដេប៉ូក្នុងស្រុកត្រូវខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរព្រោះសម្ភារៈទាំងនោះដេកស្តុកចោលគ្មានអ្នកទិញខណៈដែលក្រុមហ៊ុនរបស់បណ្ណាដែតឡើងប្រើប្រាស់សម្ភារៈក្នុងស្រុកទៀតហើយឃើញស្ថានភាពប្រែប្រួលនិងដឹងថាបណ្ណាដែតមានទំនាក់ទំនងទិញផ្ទាល់ពីបរទេសជន្ទូចាប់ផ្ដើមភ័យស្រុនស្លានិងព្យាយាមដកថយបន្តិចម្ដងព្រោះតែខ្លាចលេចលង់ខ្លួនឯង3ខែកន្លងផុតទៅយ៉ាងលឿនរហ័សប្រៀបដូចជាការហោះហើរនៃពេលវេលាភាពអស្ចារ្យបានលេចរូបរាងឡើងកណ្ដាលទីក្រុងភ្នំពេញអគារការិយាល័យកណ្ដាលដ៏ស្កឹមស្កៃកម្ពស់រាប់សិបជាន់ដែលមានស្ថាបត្យកម្មទំនើបប្លែកភ្នែកនិងរឹងមាំបំផុត
ត្រូវបានសាងសង់រួចរាល់ជាស្ថាពរមុនការកំណត់នៃកិច្ចសន្យារហូតដល់ទៅ2សប្តាហ៍ផ្ទាំងកញ្ចក់ថ្លាឆ្វងឆ្លុះបញ្ចាំងពីពន្លឺព្រះអាទិត្យពណ៌មាសបានធ្វើឲ្យអ្នកដំណើរគ្រប់គ្នាដែលជិះកាត់ត្រូវងើបមុខមើលទាំងក្តីកោតសរសើរនៅក្នុងថ្ងៃត្រួតពិនិត្យនិងប្រគល់ទទួលអាគារជាផ្លូវការគណៈកម្មការវាតម្លៃគុណភាពសំណង់លំដាប់អន្តរជាតិបានចុះមកពិនិត្យគ្រប់ជ្រុងជ្រោយចាប់តាំងពីប្រព័ន្ធគ្រឹះប្រព័ន្ធការពារអគ្គិភ័យរហូតដល់សោភ័ណភាពខាងក្រៅលទ្ធផលដែលទទួលបានគឺបន្ទុកគុណភាពកម្រិតឥតខ្ចោះ Premium Quality ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានឈ្មោះរបស់ក្រុមហ៊ុនសំណង់ឃុំប៉ុណ្ណាដែតត្រូវបានចុះផ្សាយលើនៅទំព័រសារព័ត៌មានពាណិជ្ជកម្មធំៗឡើងរន្ទឺពេញរាជធានីភ្នំពេញក្នុងនាមជាក្រុមហ៊ុនសំណង់វ័យក្មេងដែលមានសមត្ថភាពនិងភាពហ្មត់ចត់ខ្ពស់បំផុតសមិទ្ធផលដ៏អស្ចារ្យមួយនេះមិនត្រឹមតែជួយសង្គ្រោះទ្រព្យសម្បត្តិដែលស្រីហាត់បានយកទៅបញ្ចាំនោះទេប៉ុន្តែវាបានបង្កើតជាប្រាក់ចំណេញនិងកេរ្តិ៍ឈ្មោះមហាសាលធ្វើឲ្យក្រុមហ៊ុនរបស់ប៉ុណ្ណាដែតលោតភ្លោតឡើងក្លាយជាក្រុមហ៊ុនលំតាប់កំពូលភ្លាមនៅល្ងាចថ្ងៃនោះប៉ុណ្ណាដែតដកមកសុវត្ថិភាពចិនគាត់ឈើនៅមុខអាគារដ៏ខ្ពស់ត្រដែតជាមួយស្រីរតខ្យល់អាកាសល្ងាចបោកមុខត្រសៀកនាំមកនូវអារម្មណ៍ស្រស់ថ្លាស្រីរតសម្លឹងមើលមុខបរោះដែលនាងស្រឡាញ់ទាំងទឹកភ្នែកហូរស្រក់ចុះមកដោយក្តីរំភើបចិត្តជាពន់ពេកបងដែតពួកយើងធ្វើបានហើយបងធ្វើបានហើយពិតមែនស្រីរតវាចាទាំងសំឡេងខ្សោប៉ុណ្ណាដែលទាញស្រីរតមកអបថ្នមភ្នែករបស់គាត់សម្លឹងមើលទៅកំពូលអាគារទាំងក្តីមោទនភាពបាទស្រីរតអូនជាអ្នកផ្ដល់ជីវិតទី2ឲ្យបងបើគ្មានក្តីស្រឡាញ់និងការលះបង់របស់អូនទេបងក៏គ្មានថ្ងៃអាចក្រោកឈរជឿជាក់លើខ្លួនឯងបែបនេះដែរពេលនេះកំឡោះខ្វៀវក្របីម្នាក់នេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារអូនការពារក្តីស្រឡាញ់របស់យើងហើយគ្មានអ្នកណាអាចមកមើលងាយឬបំបែកបំបាក់ពួកយើងបានទៀតឡើយពន្លឺថ្ងៃរៀបលិចពណ៌មាសបានចែកមកលើអ្នកទាំងពីរបង្កើតជារូបភាពដ៏ស្រស់ស្អាតនិងរឹងមាំបំផុតបុរសដែលធ្លាប់តែលួចជង្គង់យំកាលពី5ឆ្នាំមុននាពេលនេះបានក្រោកឈើឡើងយ៉ាងត្រដែតកណ្ដាលរាជធានីត្រៀមខ្លួនដើរចូលទៅដោះស្រាយរាល់ឧបសគ្គដែលនៅសេសសល់ទាំងកិត្តិយសនិងក្តីសង្ឃឹមដ៏រុងរឿងបំផុតភាពជោគជ័យដ៏ត្រចះត្រចង់នៃអគារការិយាល័យកណ្ដាលដ៏ស្កឹមស្កៃរបស់ក្រុមហ៊ុនគ្រឿងសម្អាងបានក្លាយជាព្រឹត្តិការណ៍ដ៏កក្រោកមួយក្នុងពិភពជំនួញនៅទីក្រុងភ្នំពេញឈ្មោះរបស់លោកប្រធានឃុំបណ្ណាដែតលែងជាឈ្មោះសាមញ្ញទៀតហើយប៉ុន្តែវាបានក្លាយជានិមិត្តរូបនៃភាពជោគជ័យការតស៊ូនិងភាពហ្មត់ចត់ដែលដៃគូពាណិជ្ជកម្មធំៗគ្រប់ទីប្រាថ្នាចង់សហការជាមួយផ្ទុយទៅវិញនៅពីក្រោយពន្លឺជាជំនះរបស់បណ្ណាដែតពិភពលោករបស់លោកស្រីកូឡានកំពុងតែជួបប្រទះនៅព្យុះវិបត្តិដ៏ធ្ងន់ធ្ងរដែលគាត់មិនធ្លាប់ជួបប្រទះក្នុងជីវិតល្បិចកលដែលគាត់បានរួមគំនិតជាមួយចន្ទធូដើម្បីជន់ឈ្លីបណ្ណាដែតនោះបានត្រឡប់មកបំផ្លាញខ្លួនឯងវិញចន្ទធូដែលជាមនុស្សលោភលន់លោកឃើញផែនការទិញផ្ដាច់សម្ភារៈសំណង់ត្រូវខាតបង់រាប់សិបម៉ឺនដុល្លារគេបានលួចបន្លំឯកសារដកលុយទុនរួមគ្នាទាំងអស់រួចរត់គេចខ្លួនទៅបរទេសបាត់សម្រល់ដោយបន្សល់ទុកនៅបំណុលវង្សធំនិងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមកលើអាជីវកម្មគ្រួសាររបស់លោកស្រីកូឡាននៅក្នុងភូមិគ្រឹះដ៏ធំល្វឹងល្វើយដែលធ្លាប់តែមានភាពអ៊ូអរពេលនេះប្រែជាស្ងាត់ជ្រងំលោកស្រីកល្យានអង្គុយនៅលើសាឡុងទាំងទឹកមុខស្លេកស្លាំងអស់សង្ឃឹមនិងពោពេញដោយភាពតានតឹងធនាគារបានផ្ញើលិខិតព្រមានរឹបអូសទ្រព្យសម្បត្តិនិងភាគហ៊ុនក្រុមហ៊ុនប្រសិនបើគាត់មិនមានលុយរាប់សិបម៉ឺនដុល្លារទើទូទាន់ពេលវេលាទេនោះក្នុងស្ថានភាពតាន់ច្រកមនុស្សអភិជនជំវិញខ្លួននិងអុកយ៉ាច័ន្ទថនដែលធ្លាប់តែមកអែបអបក៏បានតខ្លួនថយនិងបដិសេធមិនជួយសូម្បីតែមួយរៀលខណៈពេលដែលលោកស្រីកល្យានកំពុងតែយំសោកសឹកសួលក្នុងភាពងងឹត
សំឡេងឡានទំនើបមួយគ្រឿងបានមកឈប់នៅខាងមុខផ្ទះទ្វេផ្ទះត្រូវបានបើកយឺតរូបរាងខ្ពស់ស្រឡះសង្ហានិងមើងម៉ាត់របស់ប៉ុណ្ណាដែតបានដាល់ចូលមករួមដំណើរដោយមាសស្រីរតលោកស្រីកលៀនងើបមុខមើលប៉ុណ្ណាដែតទាំងចិត្តអាអន់ស្រពោននិងខ្មាស់អៀនជាទីបំផុតគាត់គិតថាប៉ុណ្ណាដែតប្រហែលជាមកដើម្បីសោតចំអកឬជន់ពន្លិចគាត់ក្នុងគ្រាដែលគាត់ធ្លាក់ទៅកាលពីមុនអ្នកឯងមកទីនេះធ្វើអីមកមើលភាពវិន័យរបស់ខ្ញុំមែនទេលោកស្រីកលាំងពោលទាំងសំឡេងសោកគ្មានអំណាចដោយកាលពីមុនទៀតឡើយប៉ុន្តែដែតមិនបានបង្ហាញទឹកមុខខឹងសម្បាឬអំនួតក្អេងក្អាងឡើយគាត់បានដើរមុខចិត្តរួចដាក់ឯកសារកិច្ចសន្យាមួយច្បាប់នៅលើតុថ្នមអត់ទេលោកស្រីឃីមមិនបានមកដើម្បីសងសឹកឬសារចំអកឡើយនេះជាឯកសារទិញយកបំណុលទាំងអស់របស់គ្រួសារលោកស្រីពីធនាគារហើយឃីមក៏បានសម្រេចចាត់បណ្ដាក់ទុនជួយសង្គ្រោះអាជីវកម្មគ្រួសាររបស់លោកស្រីឲ្យដំណើរការឡើងវិញដូចគ្នាចាប់ពីថ្ងៃនេះទៅលោកស្រីលែងជំពាក់បំណុលគេទៀតហើយតែវិឡានេះក៏មិនត្រូវគេរពោដែរពាក្យសម្ដីដ៏ថ្លៃថ្នូរនិងទង្វើដ៏មានទឹកចិត្តរបស់ប៉ុណ្ណាដែតបានធ្វើឲ្យលោកស្រីក៏លះភាំងស្មារតីបើកភ្នែកធំទាំងមិនជឿនឹងត្រជាខ្លួនឯងគាត់ញ័រដៃទៅត្រឹកចង់អល់មុខប៉ុណ្ណាដែតទាំងទឹកភ្នែកហូរស្រក់ចប់មកហេតុអីអ្នកឯងជួយខ្ញុំ5ឆ្នាំមុនខ្ញុំធ្លាប់ជាប្រមាថអ្នកឯងខ្ញុំមើងងាយដើមកំណើតអ្នកឯងហើយខ្ញុំជាអ្នកធ្វើឲ្យម្ដាយអ្នកឯងទ្រូស្លាប់ហេតុអីអ្នកឯងមិនសងសឹកខ្ញុំពុនណាដែលដកដង្ហើមធំតិចខ្សែភ្នែករបស់គាត់សម្លឹងមើលទៅស្រីរ៉ាត់ដែលឈរក្បែររួចញាក់មកឆ្លើយតបវិញដោយភាពទន់ភ្លន់តែមើងម៉ាត់ព្រោះតែខ្ញុំដឹងថាការសងសឹកមិនអាចធ្វើឲ្យម្ដាយរបស់ខ្ញុំរត់ឡើងវិញបានឡើយហើយការគុំគួនក៏មិនអាចផ្ដល់នូវក្តីសុខពិតប្រាកដដែរអ្វីដែលសំខាន់បំផុតគឺលោកស្រីជាម្ដាយបង្កើតរបស់ស្រីរតជាមនុស្សស្រីដែលខ្ញុំស្រឡាញ់ស្មាជីវិតខ្ញុំមិនចង់ឃើញស្រីរតត្រូវឈឺចាប់ព្រោះតែចំនួនអតីតកាលរវាងខ្ញុំនិងលោកស្រីឡើយម្ដាយរបស់ខ្ញុំតែងតែបង្រៀនខ្ញុំថាទោះបីជាយើងក្រលំបាកយ៉ាងណាក៏យើងត្រូវរក្សាចិត្តគំនិតឲ្យថ្លៃថ្នូរនិងចេះអត់ឱនទោសឲ្យមនុស្សជុំវិញខ្លួនដែរពាក្យសម្ដីផ្ដាំផ្ញើដែលដកស្រង់ចេញពីទឹកចិត្តដ៏បរិសុទ្ធរបស់កូនអ្នកស្រីក្រីក្រម្នាក់នេះប្រៀបដូចជាពន្លឺប្រទីបជួយបំភ្លឺដួងព្រលឹងដែលងងឹតល្ងល់ដោយសារវណ្ណៈសង្គមរបស់លោកស្រីកល្យានឲ្យរលាយសាបសូន្យភ្លាមគាត់មានអារម្មណ៍ខ្មាស់អៀនស្ដាយក្រោយនិងមានវិបត្តិសារីយ៉ាងធ្ងន់ធ្ងរបំផុតចំពោះទង្វើអមនុស្សធម៌ដែលគាត់ធ្លាប់បានធ្វើកាលពីមុនលុយនិងអំណាចដែលគាត់ធ្លាប់តែលើកទំកើងនេះពេលនេះវាគ្មានតម្លៃស្មើនឹងទឹកចិត្តដ៏ទូលំទូលាយរបស់ពុនណាដែតឡើយលោកស្រីកល្យានទម្លាក់ខ្លួនចុះពីលើសាឡុងយំសោកបោកខ្លួននិងលុតជង្គង់ចុះនៅចំពោះមុខប៉ុណ្ណាដែតទាំងទឹកភ្នែកហូរជោកថ្ពាល់ដែតម៉ែសំទោម៉ែខូចឲ្យកូនម៉ែវាមានភ្នែកតែមើលមិនឃើញមនុស្សល្អម៉ែសំទោចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលម៉ែបានធ្វើបាបកូននិងគ្រួសារកាលពីមុនសូមកូនអត់ទោសឲ្យស្រីចាស់ម្នាក់នេះផងចុះបណ្ណាដែលលុតជង្គង់ចុះប្រញាប់ខាត់នឹងគ្រាម្ដាយក្មេងអាយក្រោកឈរឡើងវិញទាំងទឹកភ្នែករលីងរលោងមិនអីទេម៉ែរឿងគ្រប់យ៉ាងវាបានកន្លងហួសទៅហើយចាប់ពីថានេះទៅពួកយើងជាគ្រួសារតែមួយស្រីរតរត់មកអោបម្ដាយនិងអោបពុនណាដាទាំងយំរំភើបចិត្តជាពុនពេកមហាកំពែងវណ្ណៈដែលធ្លាប់តែរាំងស្ទះស្នេហារបស់ពួកគេអស់រយៈពេល5ឆ្នាំនាពេលនេះត្រូវបានរំលាយចោលទាំងស្រុងដោយសារតែកម្លាំងនៃក្តីស្រឡាញ់ភាពអត់ធ្មត់និងទឹកចិត្តអត់ឱនទោសដ៏ថ្លៃថ្នូរព្រលឹងរបស់យាយមេលីដែលលើមេឃប្រហែលជាកំពុងតែញញឹមនិងប្រគល់ពរជ័យឲ្យកូនប្រុសកូនស្រីទាំងក្តីជ្រះថ្លាបំផុតបន្ទាប់ពីភៀវភ្លៀងនៃវិបត្តិនិងភាពមិនយល់ចិត្តគ្នានៅទីក្រុងភ្នំពេញត្រូវបានរលាយសាបសូន្យទៅភ
ភាពសុខសាន្តពិតប្រាកដក៏បានវិលត្រឡប់មកគ្រូបដណ្ដប់លើដួងចិត្តរបស់ឃុំបណ្ណាដែតនិងមាសស្រីរតម្ដងទៀតមុនពេលដែលពិធីមង្គលការផ្លូវការត្រូវបានប្រារព្ធឡើងបណ្ណាដែតបានធ្វើការសម្រេចចិត្តដ៏មានន័យមួយគឺការនាំស្រីរតនិងប្អូនស្រីមននីនាថធ្វើដំណើរវិលត្រឡប់ទៅកាន់ទឹកដីកំណើតវិញគឺខេត្តត្បូងឃុំដែលជាកន្លែងកំណើតនៃស្នេហានិងជាកន្លែងដែលផ្ទុកទៅដោយការឈឺចាប់បំផុតរបស់គ្រួសារគាត់ការត្រឡប់មកវិញលើកនេះពិភពលោកបានផ្លាស់ប្ដូរទាំងស្រុងមិនមែនជាការចាកចេញទាំងទឹកភ្នែកនិងភាពអស់សង្ឃឹមក្នុងឋានៈជាអ្នកខ្វៀលក្របីក្រីក្រកាលពី5ឆ្នាំមុននោះឡើយប៉ុន្តែបណ្ណាដែតបានវិលត្រឡប់មកវិញក្នុងឋានៈជាអ្នកជំនួញវ័យក្មេងដ៏ជោគជ័យមានឡានទំនើបសម្លៀកបំពាក់ថ្លៃថ្នូរនិងមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ឡានទំនើបបានបើកបរចូលមកដល់ដងផ្លូវលំក្រោលគ្រោះក្រហមនៃភូមិឋានចាស់អ្នកភូមិជិតខាងជាច្រើនលុកដឹងដំណឹងថាបណ្ណាដែតនិងមុននីនាថត្រឡប់មកវិញពួកគេបាននាំគ្នារត់ចេញមកមើលនិងស្វាគមន៍ទាំងក្តីរំភើបនិងកោតសរសើរមិនដាច់ពីមាត់ទោះបីជាពេលនេះខ្លួនជាមហាសេដ្ឋីមានលុយរាប់លានដុល្លារក៏បណ្ណាដែតមិនដែលភ្លេចខ្លួនឬមានរឹកពីឆ្មាំងឆ្មៃឡើយគាត់បានចុះពីលើឡានដើរមកសំពះសាកសួរទុកធុរៈអ្នកភូមិនិងគុំពូមីងចាស់ៗដោយភាពទន់ភ្លន់និងកតញ្ញូជាទីបំផុតកន្លែងដំបូងដែលប៉ុនណាដែតបានបោះជំហានទៅដល់គឺទួលដីភ្នល់ខ្មោចសាមញ្ញរបស់យាយមីលាដែលជាម្ដាយបង្កើតនៅក្បែរចំការរបស់ខាងក្រោយខ្ទមចាស់ស្មៅបានដុះគ្រប់ដណ្ដប់លើទួលដីនោះបន្តិចបន្តួចប៉ុន្តែការចងចាំនិងសេចក្តីស្រឡាញ់ចំពោះម្ដាយមិនដែលរលុះរលាយចេញពីបេះដូងរបស់កូនប្រុសរូបនេះឡើយបណ្ណាដែតស្រីរតនិងមុននីនាថបានលុតជង្គង់ចុះនៅចំពោះមុខភ្នល់ខ្មោចដែតបានអុជធូបលើកដៃសំពះទឹកភ្នែកកំឡោះបានហូរស្រក់ចុះមកយឺតតែលើកនេះជាតំណក់ទឹកភ្នែកនៃក្តីនឹករលឹកនិងមោទនភាពម៉ែកូនប្រុសរបស់ម៉ែត្រឡប់មកវិញហើយម៉ែសម្រាឲ្យបានស្រួលនៅលើមេឃចុះណាតោះពេលនេះកូននិងប្អូនស្រីធ្វើបានហើយកូនបានរើបំរាស់ខ្លួនចេញពីភាពក្រីក្រគ្មានអ្នកណាអាចមកជេរប្រមាថឬមើងងាយគ្រួសារយើងបានទៀតឡើយហើយលើកនេះកូនបាននាំស្រីរតមកសំពះម៉ែដូចគ្នាពួកយើងយកចិត្តគ្នាហើយម៉ែជួយប្រគុណពរជ័យឲ្យពួកយើងផងណាម៉ែស្រីរតលើកដៃសំពះទឹកភ្នែករលីងរលោងនាងពោលទៅកាន់ភ្នោយាយមីលាពីចម្រៅចិត្តម៉ែកូនស្រីម្នាក់នេះសុំទោសចំពោះរឿងអតីតកាលចាប់ពីថ្ងៃនេះទៅកូនសន្យានឹងមើលថែបងដែតនិងមុននីនាថឲ្យបានល្អបំផុតមិនឲ្យពួកគេត្រូវឈឺចាប់ទៀតឡើយមិនត្រឹមតែមុខសំពាក់ភ្នួម្ដាយបណ្ណោះទេប៉ុន្តែបណ្ណាដែតបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនមួយភាគធំមកសាងសង់ភូមិភារកិច្ចថ្មីសម្រាប់អ្នកស្រុកគាត់បានកសាងសាលារៀនខ្នាតស្តង់ដារមួយខ្នងសម្រាប់ក្មេងៗក្រីក្របានរៀនសូត្រជួយជួសជុលផ្លូវលំផ្ដល់ទុនអាជីវកម្មសហគមន៍និងបង្កើតប្រព័ន្ធទឹកកណ្ដូងសម្រាប់អ្នកភូមិប្រើប្រាស់ថែមទាំងបានដើរទៅជួបថៅកែហេងសួរដែលជាអតីតថៅកែម្ចាស់ក្របីថៅកែហេងសួរឃើញបណ្ណាដែតពេលនេះមានការកោតសរសើរនិងអៀនព្រេនខ្លាំងណាស់តែបណ្ណាដែតបានចូលខ្លួនទៅសំពះដឹងគុណដែលកាលពីមុនថៅកែធ្លាប់ផ្ដល់ការងារឲ្យគាត់ធ្វើមានបាយហូបទង្វើដ៏ថ្លៃថ្នូរនិងមិនចេះគុំគួនរបស់បណ្ណាដែតបានធ្វើឲ្យអ្នកភូមិគ្រប់រូបស្រឡាញ់រាប់អាននិងលើកតម្កើងគាត់ដូចជាវីរបុរសប្រចាំភូមិនៅល្ងាចថ្ងៃនោះបណ្ណាដែតបាននាំស្រីរតដើរទៅកាន់វាលស្រែដ៏ល្វឹងល្វើយកន្លែងដែលពួកគេធ្លាប់ជួបគ្នាដំបូងកាលពី5ឆ្នាំមុនព្រះអាទិត្យពណ៌មាសរៀបលេចចែកពន្លឺស្រទន់កាត់កន្ទុយភ្នែកស្រីរតផ្អែកក្បាលលើស្មារបស់បណ្ណាដែតទាំងស្នាមញញឹមបងដែតទោះបីជាពិភពលោកខាងក្រៅប្រែប្រួលយ៉ាងណាក៏ដីស្រែនៅទីនេះនៅតែស្អាតនិងកក់ក្ដៅជានិច្ចសម្រាប់អូនបណ្ណាដែតអបចង្កេះនាងយ៉ាងណែនសម្លឹងមើលទៅជើងមេឃដ៏វែងឆ្ងាយបាទស្រីរតទីនេះជាកន្លែងដែលធ្វើឲ្យបងស្គាល់អូននិងជាកន្លែងដែលបងដឹងថាជីវិតមនុស្សម្នាក់
bà mình prom chốt tránh nâng bẻ cho ta cảm tì nút bồn lư sông khấm nâng tay ta lịch làng trên nịch tỏ bố dương trở lập từ Phnom Penh Vinh từ riêng trong ngày anakot đỏ sọ bầm prom rồi bỏ dương Rasmi ព្រះអាទិត្យនាពេលព្រឹកព្រលឹមនៃរាជធានីភ្នំពេញបានចាក់ពន្លឺពណ៌មាសស្រទន់គ្រប់ដណ្ដប់លើសន្តាគារលំដាប់ផ្កាយផ្លាំដ៏ប្រណីតមួយកណ្ដាលក្រុងថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រនៃខ្សែជីវិតដែលធ្លាប់តែរងទុក្ខវេទនានិងឆ្លងកាត់ព្យុះភ្លៀងនៃវណ្ណៈសង្គមអស់រយៈពេល5ឆ្នាំថ្ងៃនេះជាថ្ងៃប្រារព្ធពិធីមង្គលការដ៏អធិកអធមនិងសមស្របបំផុតរវាងលោកប្រធានឃុំប៉ុណ្ណាដែតនិងអ្នកនាងមាសស្រីរតបរិយាកាសនៅក្នុងរោងពិធីត្រូវបានដេកដណ្ដាប់ទៅដោយផ្កាកុលាបពណ៌សបរិសុទ្ធនិងពន្លឺភ្លើងក្រហមទុំយ៉ាងមានសោភ័ណភាពភ្ញៀវកិត្តិយសលំដាប់ញែកជំនួញមន្ត្រីជាន់ខ្ពស់និងដៃគូពាណិជ្ជកម្មគ្រប់ទីបានមកចូលរួមយ៉ាងកុះករប៉ុន្តែអ្វីដែលធ្វើឲ្យពិធីមង្គលការនេះកាន់តែមានតម្លៃនិងកក់ក្ដៅភាសាពុទ្ធនោះគឺវត្តមានអ្នកភូមិនិងពូមីងក្រីក្រមកពីខេត្តត្បូងឃ្មុំដែលប៉ុណ្ណាដែតបានជួលឡានទំនើបទៅទទួលពួកគេមកចូលរួមផ្ទាល់ក្នុងនាមជាសាច់ញាតិខាងកូនប្រុសដោយមិនមានការរើសអើងឡើយនៅខណៈពេលដែលភ្លេងការខ្មែរទំនើបបានបន្លឺឡើងយ៉ាងពិរោះរណ្ដំទ្វារសាលពិធីត្រូវបានបើកចំហឡើងយឺតកូនកំឡោះឃុំបណ្ណាដែតស្ថិតក្នុងសម្លៀកបំពាក់អាវធំស៊ូតពណ៌ខ្មៅយ៉ាងសង្ហារូបរាងខ្ពស់ស្រឡះនិងមានស្នាមញញឹមប្រកបដោយទំនុកចិត្តខ្ពស់ដែលក្បែរគាត់គឺកូនក្រមុំមាសស្រីរតដែលស្រស់ស្អាតដាច់គេក្នុងឈុតរោគមង្គលការពណ៌សអូសដីវែងឆ្វាយសម្រស់របស់នាងនាពេលនេះប្រៀបដូចជាទេពអប្សរដែលកំពុងដើរលើកំណរពពកកាយវិការដែលអ្នកទាំងពីរដើរកាន់ដៃគ្នាជឿជាក់កាត់មុខភ្ញៀវកិត្តិយសបានធ្វើឲ្យគ្រប់គ្នាផ្ទុះទះដៃអបអរសាទរយ៉ាងខ្លាំងក្លានៅពីមុខឆាកពិធីលោកស្រីកូលែណាដែលជាម្ដាយបង្កើតរបស់ស្រីរតអង្គុយញញឹមទាំងទឹកភ្លេករលីងរលងដោយក្តីជ្រះថ្លានិងមានមោទនភាពជាទីបំផុតគាត់លែងមានចិត្តប្រកាន់វណ្ណៈឬមើលងាយអ្នកក្រទៀតហើយនៅក្នុងចិត្តរបស់គាត់នាពេលនេះមានតែការគោរពនិងដឹងគុណចំពោះប៉ុណ្ណាដែតដែលបានដកលែងគ្រួសារគាត់ចេញពីបំណុលនិងផ្ដល់កិត្តិយសដ៏ថ្លៃថ្នូរត្រឡប់មកវិញក្បែរនោះគឺមុនីនាថអូនសេទួយដែលពេញក្រមុំស្រស់ស្អាតឈរមើលបងប្រុសតាមទឹកភ្លេកហូរស្រស់ចុះមកព្រោះតែភាពរំភើបចិត្តនៅពេលដល់វគ្គកាត់នំខេកនិងឡើងថ្លែងសន្ទរខាបណ្ណាដែតបានកាន់មីក្រូហ្វូនសម្លឹងមើលទៅភ្ញៀវកិត្តិយសទាំងអស់រួចងាកមកមើលមុខស្រីរ៉ាត់មុននឹងពោលពីចេញពីជម្រៅចិត្តទាំងសម្លេងក្រឡោនិងមានទឹកដំសូមគោរពពូមីងនិងភ្ញៀវកិត្តិយសទាំងអស់ជីវិតរបស់ខ្ញុំកើតចេញពីចំណុចសូន្យខ្ញុំធ្លាប់ជាក្មេងក្រីក្រម្នាក់ដែលស៊ីឈ្នួលខ្វៀលក្របីឯគេនៅខេត្តត្បូងឃ្មុំធ្លាប់រងការមើលងាយនិងធ្លាប់គិតថាជីវិតនេះគ្មានពលឺខ្នៃឡើយប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំអាចក្រោកឈរនិងរើបំរាស់ខ្លួនរហូតមានថ្ងៃនេះបានគឺដោយសារតែកត្តាពីរទី1គឺការទូន្មានព្រានផ្ដៅពីម្ដាយរបស់ខ្ញុំឲ្យរក្សាសេចក្តីថ្លៃថ្នូរនិងមិនទៅចុះចាញ់ព្រះជតាកម្មនិងទី2គឺក្តីស្រឡាញ់ដ៏បរិសុទ្ធនិងការលះបង់ស្មើជីវិតពីមនុស្សស្រីម្នាក់នេះគឺស្រីរតបណ្ណាដែតលុតជង្គង់ចោះមកខាងយកដៃថើបដៃស្រីរតថ្នមស្រីរតអូនបានបង្ហាញឲ្យបងឃើញថាឋានៈនិងទឹកលុយមិនមែនជាគ្រឿងកំណត់វាសនាមនុស្សឡើយអ្វីដែលសំខាន់គឺបេះដូងនិងការតស៊ូរួមគ្នាអរគុណអូនដែលមិនធ្លាប់បោះបង់បងស្រីរតយំសោកសឹកសួលទាំងកទីរំភើបនាងទាញបណ្ណាដែតឲ្យក្រោកឈរឡើងរួចស្ទុះទៅអោបកអដយ៉ាងណែនកណ្ដាលឆាកពិធីផ្ដល់ជាកាដូស្នេហ៍ដ៏ផ្អែមល្ហែមបំផុតបង្កើតជាភាពរំជួលចិត្តដល់ភ្ញៀវកិត្តិយសគ្រប់រូបរហូតអ្នកខ្លះលួចជូតទឹកភ្នែកតាមពិធីមង្គលការបានបញ្ចប់ទៅដោយជោគជ័យនិងពោរពេញដោយស្នាមញញឹម
រឿងរ៉ាវស្នេហាខុសខ្នាតរវាងប្រធានក្រុមហ៊ុនគ្រឿងសម្អាងនិងកំឡោះឃ្វាលក្របីបានបិទទំពើចុះយ៉ាងស្រស់បំព្រងវាលស្រែដ៏ក្តៅហួតហែងនៅត្បូងឃ្មុំនិងអគារដ៏ខ្ពស់ត្រដែតនៅភ្នំពេញនាពេលនេះបានរលាយចូលគ្នាជាពិភពលោកតែមួយពិភពលោកដែលសាងសង់ឡើងដោយក្តីស្រឡាញ់ភាពអត់ធ្មត់ការតស៊ូនិងការអត់អូនទោសមុនស្នេហ៍អក្សរសិល្ប៍នៃរឿងរ៉ាវមួយនេះបានដាស់តឿនសតិកូនខ្មែរគ្រប់រូបថាទោះបីជាដើមកំណើតរបស់អ្នកស្ថិតនៅក្នុងភពជ្រៅឬក្រខ្សាត់យ៉ាងណាក៏ដោយដរាបណាអ្នកមានការតស៊ូមានចំណេះដឹងនិងរក្សាសេចក្តីថ្លៃថ្នូរមិនព្រមចោះចាញ់នោះអ្នកនឹងអាចរើបំរាស់ខ្លួនកសាងវាសនាថ្មីនិងស្វែងរកសុភមង្គលពិតប្រាកដក្នុងជីវិតបានជានិច្ចប្រិយមិត្តអ្នកស្ដាប់និងប្រិយមិត្តអ្នកទស្សនាជាទីមេត្រីសាច់រឿងដ៏មានរសជាតិនិងបង្កប់ដោយអត្ថន័យជ្រាលជ្រៅត្រូវបានធ្វើដំណើរមកដល់ទីបញ្ចប់ហើយប៉ុន្តែអ្វីដែលមិនទាន់ទីបញ្ចប់នោះគឺតម្លៃអប់រំគំនិតពិចារណានិងមេរៀនជីវិតដែលបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នកនាពេលនេះសៀវភៅជីវិតរបស់មនុស្សម្នាក់ៗតែងតែមានទំព័រនៃភាពរីករាយភាពឈឺចាប់ការខកចិត្តនិងការតស៊ូប្រយុទ្ធប្រឆាំងនឹងជោគជតាកម្មអក្សរសិល្ប៍បានបង្រៀនយើងឲ្យដឹងថាមិនថាព្យុះភ្លៀងក្នុងជីវិតពិតបកមកខ្លាំងប៉ុណ្ណាមិនថារណាំងវណ្ណៈឬឧបសគ្គសង្គមព្យាយាមរារាំងផ្លូវយើងយ៉ាងណានោះទេដរាបណាយើងមានបេះដូងដ៏រឹងមាំមានសេចក្តីថ្លៃថ្នូរមិនព្រមចុះចាញ់និងរៀនរស់នៅក្នុងពន្លឺក្តីស្រឡាញ់និងការអត់អូនថ្ងៃស្អែកដ៏ស្រស់បំព្រងនឹងតែងតែបើកទ្វារស្វាគមន៍យើងជានិច្ចយើងខ្ញុំសង្ឃឹមយ៉ាងមុតមមថារាល់ពាក្យពេចន៍ទឹកដមសម្ដីនិងការរៀបរាប់សាច់រឿងកន្លងមកនេះមិនត្រឹមតែផ្ដល់នូវភាពកម្សាន្តអារម្មណ៍ក្នុងម៉ោងគិតគូរនោះឡើយប៉ុន្តែវាបានក្លាយជាប្រទីបមួយជួយបំភ្លឺឬជាកម្លាំងចិត្តតិចតួចជួយរុញច្រានលោកអ្នកឲ្យបន្តបោះជំហានទៅមុខក្នុងវិថីជីវិតពិតដ៏វែងឆ្ងាយប្រលឹងនៃអក្សរសិល្ប៍ខ្មែរនឹងនៅតែបន្តរស់រវើកដុតកម្ដៅស្មារតីកូនខ្មែរគ្រប់រូបឲ្យស្គាល់ពីតម្លៃនៃតម្លៃសីលធម៌និងអត្តសញ្ញាណជាតិជានិរន្តរ៍មុននឹងបដិការងារចេញពីអេក្រង់ប្រសិនបើលោកអ្នកស្រឡាញ់ពេញចិត្តនឹងការរៀបរាប់និងចង់បន្តរួមដំណើរទៅក្នុងពិភពលោកដ៏មនោរម្យនៃតួអក្សរជាមួយយើងខ្ញុំតទៅទៀតសូមមេត្តាជួយចុច Subscribe Like បើកសញ្ញាកណ្ដឹងនិង Share Channel មុនស្នេហ៍អក្សរសិល្ប៍ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដ៏ធំធេងដល់ក្រុមការងារយើងខ្ញុំក្នុងការស្វែងរកតែងនិពន្ធនិងផលិតនូវវីដេអូសាច់រឿងថ្មីៗប្រកបដោយគុណភាពជាបន្តបន្ទាប់លោកអ្នកក៏អាចបញ្ចេញមតិ Comment ចែករំលែកអារម្មណ៍ឬទស្សនៈផ្ទាល់ខ្លួនពីសាច់រឿងនេះនៅខាងក្រោមវីដេអូនេះបានផងដែរខ្ញុំបាទនាងខ្ញុំរួមជាមួយក្រុមការងារ Channel មុនស្នេហ៍អក្សរសិល្ប៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សូមជូនពរប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជួបតែសេចក្តីសុខសុភមង្គលនិងជោគជ័យគនូគ្រប់ភារកិច្ចជីវិតសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នាក្នុងសាច់រឿងថ្មីនៅវីដេអូក្រោយ